រួមគ្នាធ្វើជំនួញលក់គ្រឿងសមុទ្រជាមួយមិត្តភក្តិជិតដិតតាំងពីក្មេងមួយឆ្នាំរកចំណេញសុទ្ធបាន2,55,000 យន់លុះដល់ពេលចែកភាគលាភនៅចុងឆ្នាំគេបែរជាដកយកទៅ2,50,000 យន់យ៉ាងរំភើយហើយក្រវែងលុយឲ្យខ្ញុំតែ50,000 យន់ប៉ុណ្ណោះសៀវអ៊ីតូបយើងឆ្នាំនេះរកចំណេញបានសរុបជាង2,50,000 យន់50,000 យន់នេះគឺជាចំណែកភាគលាភរបស់ឯងយកទៅចុះ50,000នេះឆ្នាំនេះតូបរកចំណេញបានជាង2,50,000 យន់បងបែរជាឲ្យខ្ញុំតែ50,000 យន់ទេអីខ្ញុំសម្លឹងមើលស្រោមសម្បត្តិនៅចំពោះមុខនិងទឹកមុខដែលគិតថាខ្លួនឯងធ្វើត្រូវរបស់ចាងហៅក្នុងខួរក្បាលរបស់ខ្ញុំកំពុងតែគិតគូរលេខបញ្ជីយ៉ាងលឿនរយៈពេល365ថ្ងៃពេញរៀងរាល់ម៉ោង2ទីភ្លឺខ្ញុំត្រូវប្រញាប់ទៅកំពង់ផែដើម្បីទទួលទំនិញត្រួតពិនិត្យទំនិញរួចដឹកត្រឡប់មកហាងដាក់ចូលអាងទម្រាំបានបិទហាងម៉ោង6ព្រឹកព្រលឹមត្រូវប្រញាប់ប្រញាល់ដឹកជញ្ជូនទៅតាមភោជនីយដ្ឋានធំក្នុងក្រុងដោយមិនបង្អង់ពេញមួយឆ្នាំមកនេះខ្ញុំមិនដែលបានដេកលក់ស្កប់ស្កល់ម្ដងណាឡើយខ្ញុំខំប្រឹងរហូតធ្វើឲ្យចរន្តសាច់ប្រាក់របស់តូបកើនដល់ជាង5លានយន់ក្រោយដល់ថ្លៃខូចខាតនិងថ្លៃឈ្នួលបុគ្គលិកនិងថ្លៃទឹកភ្លើងប្រាក់ចំណេញសុទ្ធនៅចុងឆ្នាំគឺ2,55,000 យន់ល្មមមិននឹកស្មានថាពេលចែកភាគលាភចុងឆ្នាំចាំងហៅបែរជាដកយកទៅ2,50,000 យន់យ៉ាងរំភើយបែបនេះសៀវអ៊ីធ្វើមនុស្សត្រូវចេះដឹងគុណគេខ្លះទុកនេះបើក្រោមឈ្មោះរបស់បងការដាំឡើយដាំទុន50,000 យន់ក៏ជាលុយរបស់បងដែរបើគ្មានបងផ្ដល់ឱកាសឲ្យទេពេលនេះអញប្រហែលជានៅលើទូកនេសាទជួយគេអូសសំណាញ់នៅឡើយទេអញគ្រាន់តែចេញកម្លាំងបន្តិចបន្តួចប៉ុណ្ណោះចែកឲ្យ50,000 យន់នេះមិនតិចទេណាអញសាកទៅសួរនាំគេមើលទៅតើមានអ្នករែកពុនគ្រឿងសមុទ្រម្នាក់ណាដែលក្នុងមួយឆ្នាំអាចរកបានដល់ទៅ50,000 យន់ម្យ៉ាងទៀតរឿងបាយទឹក3ពេលបងមិនដែលឲ្យអញខ្វះខាតឡើយមែនទេយកលុយនឹងទៅត្រឡប់ទៅផ្ទះទិញរបស់ឲ្យពុកអញដែលដេកឈឺលើកន្ទេលនោះទិញថ្នាំបំពន់ល្អខ្លះទៅហើយសម្រាប់ចូលឆ្នាំឲ្យសប្បាយនេះហើយគឺជាបងប្អូនល្អរបស់ខ្ញុំកាលពីតូបទើបតែចាប់ផ្ដើមបើកដំបូងដោយសារគេចាត់ចែងមិនបានល្អគ្រឿងសមុទ្រពេញមួយអាងត្រូវងាប់ខូចខាតអស់ក្នុងដៃគេពេលនោះគេភ្នែកក្រហមងាំងចាប់ដៃខ្ញុំជាប់ភ័យរហូតហូរទឹកភ្នែកមកថាសៀវអ៊ីបងសង្ឃឹមលើអញទាំងអស់ហើយឲ្យតែអាចជួយឲ្យជំនួយនេះងើបឡើងវិញបានលុយដែលរកបានយើងទាំងពីរអ្នកចែកគ្នាម្នាក់ពាក់កណ្ដាលខ្ញុំជឿគេទើបខ្ញុំខំប្រឹងប្រកាច់ប្រកិនស្ទើរដាច់ខ្យល់កំដរអ្នកចាត់ការផ្នែកទិញដូររបស់សន្តាគារផឹកស្រារហូតដល់ធ្លាក់ឈាមក្រពះនៅក្នុងឃ្លាំងត្រជាក់សីតុណ្ហភាព15អង្សាខ្ញុំអង្គុយយាមនៅទីនោះស្ទើរតែពេញមួយយប់ខំថ្មិញខំប្រឹងរហូតធ្វើឲ្យតូបមួយនេះខ្លាចជាស្លាកយីហោល្បីល្បាញប្រចាំផ្សារគ្រឿងសមុទ្រក្រុងហៃឆឹងឥឡូវនេះតូបល្បីហើយរកលុយបានច្រើនហើយគេបែរមកប្រាប់ខ្ញុំថាខ្ញុំគ្រាន់តែជាអ្នកស៊ីឈ្នួលចេញកម្លាំងម្នាក់នេះហើយគឺជាមនុស្សសញ្ជាតិណាបងប្អូនដែលគេតែងតែនិយាយជាប់មកខ្ញុំមិនតបអ្វីឡើយគ្រាន់តែញ៉ាំបន្តិចខ្ញុំលើកស្រោមសម្បត្តិនៅលើតូបនោះឡើងដោយមិនទាំងរាប់ផងក៏ដាក់ចូលក្នុងហោប៉ៅភ្លាមរួចនិយាយថាបានតាមតែបងចុះចាំងហៅឃើញបែបនេះក៏លេចចេញក្រសែភ្នែកមើងងាយបន្តិចរួចក៏សើចយ៉ាងខ្លាំងបែបនឹងទើបវាត្រូវអ្នកដែលស្គាល់កាលៈទេសៈទើបជាអ្នកប្រាជ្ញសៀវអ៊ីខំធ្វើការបន្តទៅឆ្នាំក្រោយពេលបងដូឡាន Ferrari ឡាន BM ចាស់នេះបងនឹងឲ្យអញខ្ចីបើទៅស្រុកវិញឲ្យលុយម្ដងមិនបាត់ទេបងហាវចប់ចូលឆ្នាំនេះខ្ញុំមិនមកធ្វើការទេចង់មានន័យថាម៉េចយកលុយហើយចង់ជប់ធ្វើការអីអ្វីដែលបងហាវនិយាយមិញនេះគឺត្រឹមត្រូវហើយខ្ញុំគ្រាន់តែជាអ្នកចេញកម្លាំងម្នាក់ប៉ុណ្ណោះមួយឆ្នាំនេះកម្លាំងរបស់ខ្ញុំបានប្រើអស់ហើយរឿងរកស៊ីនៅតូបទៅថ្ងៃមុខបងហាវពិបាកខ្វល់ខ្វាយដោយខ្លួនឯងចុះចាំងហាវឲ្យគេស្មានថាខ្ញុំជាមនុស្សល្ងងស្មានថាខ្ញុំមិនហ៊ានចាក់ចេញពីគេតែអ្វីដែលគេមិនដឹងនោះគឺនៅផ្សារហៃឆឹងនេះថៅកែគ្រឿងសមុទ្រធំតូចជាង300នាក់អ្វីដែលគេទទួលស្គាល់មិនមែនជាឈ្មោះរបស់ចាំងហាវឡើយតែគូជាខ្សែភ្នែកមើលទំនិញរបស់ចិនអ៊ីម្នាក់នេះទៅវិញទេចាក់ចេញពីផ្សារខ្ញុំមិនបានត្រឡប់ទៅផ្ទះឡើយតែខ្ញុំធ្វើដំណើរទៅធនាគារពាណិជ្ជហៃឆឹងតតែម្ដងដកប្រាក់ខែដែលខ្ញុំសន្សំទុកអស់រយៈពេល3ឆ្នាំពេញយកចេញមកទាំងអស់បូករួមទាំងលុយ50,000 យន់ក្នុងហោប៉ៅនេះទៀតសរុបទាំងអស់គឺ25,000 យន់បន្ទាប់មកខ្ញុំក៏ប្រញាប់ធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលវិនិយោគនៃតំបន់ដឹកជញ្ជូនត្រជាក់ហៃឆឹងនៅទីនោះមានឃ្លាំងត្រជាក់ចាស់ដែលគេបោះបង់ចោលធំជាងគេក្នុងក្រុងហៃឆឹងអ្នកក៏តេឧថាឧបករណ៍នៅទីនោះចាស់ពេកហុងស៊ុយមិនល្អតែខ្ញុំដឹងច្បាស់ថាទីនោះគឺជាចំណុចកណ្ដាលដែលនៅជិតផ្លូវល្បឿនលឿនជាងគេបំផុតខ្ញុំក៏ចុចទូរស័ព្ទទៅកាន់ផ្នែកវិនិយោគអាឡូតើលោកអ្នកគ្រប់គ្រងវ៉ាងមែនទេត្រជាក់ដែលធំជាងគេនៅតំបន់ភាគខាងត្បូងនោះខ្ញុំជួលហើយអូនប្រុសចិនបងមិនបានបោកប្រាស់ឯងនោះទេឃ្លាំងត្រជាក់នេះត្រូវបានបោះបង់ចោល3ឆ្នាំមកហើយទោះបីជាម៉ាស៊ីនត្រជាក់នៅដំណើរការក៏ដោយតែវាស៊ីភ្លើងខ្លាំងគួរឲ្យខ្លាចណាស់ហើយទីតាំងក៏នៅដាច់ស្រយាលទៀតតើអញចង់បានអ្វីទៅខ្ញុំងើបមុខសម្លឹងមើលជុំវិញឃ្លាំងត្រជាក់ដ៏ធំដែលមានទំហំដល់ទៅ500ម៉ែត្រការ៉េនេះអ្នកដទៃមើលឃើញថាវាឆ្ងាយតែខ្ញុំដឹងច្បាស់ថាចេញពីទីនេះទៅឡើងលើភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់បំផុតនៅកណ្ដាលក្រុងបើធៀបនឹងតូបដ៏សំខាន់របស់ចាំងហាវនៅផ្សារគ្រឿងសមុទ្រគឺអាចលឿនជាងដល់ទៅ20នាទីសម្រាប់របរគ្រឿងសមុទ្រ20នាទីគឺជាការកំណត់រវាងរស់និងស្លាប់វាខុសគ្នាដូចមេឃនិងដីរវាងភាពស្រស់និងភាពស្អុយរលួយខ្ញុំដកកាត់ធនាគារពីក្នុងហោប៉ៅហុចឲ្យអ្នកគ្រប់គ្រងវាងយកមួយនេះហើយកក់មួយបង3រួមទាំងការត្រួតពិនិត្យនិងជួសជុលឧបករណ៍តើសៀវនេះអាចរួចរាល់ទេអ្នកគ្រប់គ្រងវាងស្រឡាំងកាំងគេសម្លឹងមើលខ្ញុំដូចជាមើលមនុស្សឈួតអញ្ចឹង25,000សម្រាប់អ្នកធ្វើការឈ្នួលម្នាក់វាគឺជាលុយដែលបានមកពីការយកទ្រព្យសម្បត្តិទាំងអស់មកចាក់ចោលក្នុងឃ្លាំងត្រជាក់ដែលគេបោះបង់ចោលបែបនេះគឺមិនខុសពីការយកលុយទៅបោះចោលក្នុងទឹកនោះទេបើអញសម្រេចចិត្តលឿនបងក៏ធ្វើឲ្យលឿនដែរមុនម៉ោង5ល្ងាចបងនឹងឲ្យគេរៀបចំឃ្លាំងត្រជាក់ឲ្យអញឲ្យបានរួចរាល់នៅពេលដែលខ្ញុំដើរចេញពីមណ្ឌលដឹកជញ្ជូនខ្យល់រងាបានបក់បោកចូលក្នុងអាវរបស់ខ្ញុំតែខ្ញុំមិនត្រឹមតែមិនមានអារម្មណ៍ថារងាបន្តិចសោះឡើយផ្ទុយទៅវិញខ្ញុំមានអារម្មណ៍ថាឈាមពេញខ្លួនរបស់ខ្ញុំកំពុងតែក្តៅពុះកញ្ជ្រោលត្រឡប់មកដល់បន្ទប់ជួលចាស់តូចតែមានទំហំត្រឹមតែ40ម៉ែត្រការ៉េមេឃក៏ងឹតបាត់ទៅហើយក្នុងផ្ទះពោពេញទៅដោយផ្សែងបារីអំប្រុសកំពុងអង្គុយលើសាឡុងជក់បារីស្លឹកត្នោតបង្ហុយផ្សែងត្រឡោមម៉ែរបស់ខ្ញុំកំពុងតែស្លុមីនៅក្នុងផ្ទះបាយដ៏តូចចង្អៀតពេលឮសំឡេងបើកទ្វារគាត់ក៏ប្រញាប់ជូតដៃនឹងអៀមរួចដើរចេញមកអាអុយមកវិញហើយកូនម៉ែរបស់ខ្ញុំភ្នែករៀងក្រហមបន្តិចគាត់ចង់និយាយអ្វីម្យ៉ាងតែមិនហ៊ាននិយាយនេះមិនមែនជាអ្នកលក់ដាច់បំផុតនៅផ្សារធំហៃចឹងរបស់យើងទេអីចិនអុយអ៊ំបានលំមកថាឆ្នាំនេះទូករបស់ចាំងហាវចំណេញបានដល់ទៅ255,000គេមានចិត្តល្អឲ្យលុយអញដល់ទៅ50,000តែអញបែរជាមានអំនួតហ៊ានឈប់ធ្វើការទៅវិញខ្ញុំក៏មកក្បាលឆ្លើយតបមួយម៉ាត់រួចអ៊ំក៏និយាយថាតើអញឈួតហើយមែនទេគ្រូសាត្រកូលចាំងចេញដើមទុនគេបានចំណេញច្រើនវាជារឿងធម្មតាអញគ្រាន់តែជាអ្នកធ្វើការឈ្នួលកំសត់ម្នាក់បាននៅពីក្រោយគេចាំផឹកទឹកស៊ុបបន្តិចបន្តួចនៅមិនទាន់ស្កប់ស្កល់ទៀតដឹងទេថាពួកអញកំពុងដេកនៅមន្ទីរពេទ្យឥឡូវអញឈប់ធ្វើការបែបនេះតើអញយកអ្វីមកចិញ្ចឹមគ្រូសាអាអុយអ៊ំរបស់កូនគាត់និយាយត្រង់បន្តិចមែនតែវាជាការពិតក្មួយចាំងហាវទោះបីជាគេមានអំនួតបន្តិចមែនតែយ៉ាងហោចណាស់គេឲ្យប្រាក់ខែបន្តិចដែរឬមួយក៏ថ្ងៃស្អែកកូនទិញបារីល្អពីដើមនឹងស្រាចាស់ប៉ុន្មានដប់ទៅសុំទៅគេឲ្យបន្ទន់អរិយាប័ត្រដាក់គេទៅរួចត្រឡប់ទៅធ្វើការវិញទៅម៉ែលុយ255,000ដែលចាំងហាវរកបានគឺខ្ញុំខំធ្វើការសឹងតែបដូរជីវិតគេមិនត្រឹមតែមិនដឹងគុណថែមទាំងមើលងាយខ្ញុំដូចជាអ្នកសុំទានទៀតទោះបីជាខ្ញុំត្រូវដាច់ពូស្លាប់ក៏ខ្ញុំមិនទៅរកគេវិញដែរអញដឹងអីទៅគេមានទាំងលុយមានទាំងខ្សែស្រឡាយមានទាំងតូបដ៏ល្អបំផុតនៅកណ្ដាលក្រុងតើអញមានអ្វីទៅក្រៅពីក្លិនឆ្អាបត្រីដែលលៀងមិនចេះនៅលើខ្លួនឯងនេះតើអញមានអីទៀតចុះលុយ50,000របស់អញនៅណាយកវាចេញមកឲ្យម៉ែអញទុកមើលជំងឺចាយអស់ហើយអ្វីទៅលុយ50,000អញចាយអស់ក្នុងរយៈពេលតែត្រឹមតែកន្លះថ្ងៃហ្នឹងខ្ញុំបានជួលឃ្លាំងត្រជាក់ដើម្បីរកស៊ីខ្លួនឯងរកស៊ីម្នាក់ឯង
ត្រឹមដូចជាឯងហ្នឹងទី1ឯងគ្មានប្រភពទំនិញទី2គ្មានថៅកែធំណាមកជួយគ្រប់គ្រងទេឯងរកស៊ីម្នាក់ឯងកែស្អីទៅបានហើយបើឯងមានស្លាប់រឹងមាំហើយចាំដល់ពេលដែលឯងជូនម៉ែឯងទៅសុំទានតាមផ្លូវកុំមកបន្ទោសថាអ៊ំមិនបានដាស់តឿនឲ្យសោះនិយាយចប់អ៊ំប្រុសក៏ដើរបោកទ្វារចេញទៅបាត់នៅក្នុងផ្ទះក៏ប្រែជាស្ងាត់ជ្រុងដូចផ្ទះខ្មោចម៉ែអង្គុយនៅលើកៅអីតូចមួយខ្ទប់មុខយំសឹកសួរយ៉ាងស្ងៀមស្ងាត់គាត់មិនជឿថាខ្ញុំអាចធ្វើបានឡើយនៅក្នុងភ្នែករបស់គាត់មនុស្សមានលុយដូចជាចាំងហោទើបជាអ្នកមានដួងតានៅក្នុងមុខចំនួនចំណែកខ្ញុំវិញកាត់មកមានវាសនាត្រឹមតែជាអ្នកលូកកម្លាំងបាយប៉ុណ្ណោះខ្ញុំដើរទៅរកម៉ែរួចក៏ស្ទាបស្មារបស់គាត់ថ្នមហើយនិយាយថាម៉ែជឿជាក់លើខ្ញុំចុះមិនយូរទៀតទេខ្ញុំនឹងបដូរឲ្យពុកទៅសម្រាប់នៅមន្ទីរពេទ្យដែលមានបន្ទប់ថែទាំពិសេសល្អបំផុតម៉ោង1រំលងអធ្រាត្រខ្ញុំបានមកដល់ឃ្លាំងត្រជាក់ម្នាក់ឯងកាន់បំពង់បាញ់ទឹកសម្ភារខ្ពស់បាញ់លេងសម្អាតកំទេចកំទីខ្វក់ម្ដងបន្តិចឲ្យស្អាតល្អខណៈពេលនោះឯងទូរស័ព្ទរបស់ខ្ញុំក៏រត់ឡើងនៅម៉ោងនេះមានតែមនុស្សប្រភេទម្យ៉ាងប៉ុណ្ណោះដែលខលមកគឺមេនាវាដែលទើបតែចូលចតនៅកំពង់ផែក្រោយពេលខ្ញុំទទួលទូរស័ព្ទសំឡេងស្រែកយ៉ាងខ្លាំងមួយក៏បន្លឺឡើងថាអាប់អូនឈិនតើឯងនៅធ្វើការកន្លែងអាចាំងហោនឹងទៀតឬអត់បងហ្វឹងខ្ញុំចេញមកធ្វើខ្លួនអញហើយហេតុអ្វីបានជាបងខឹងខ្លាំងម្ល៉េះអាចាំងហោក្មេងមួយទៀតនោះឆ្លៀតពេលឯងមិននៅវាមិនដឹងជីទៅរកមនុស្សមិនដឹងអីម្នាក់មកត្រួតពិនិត្យទំនិញបងទើបតែមកពីសមុទ្រជ្រៅអូបានត្រីតុកកែព្រៃនិងត្រីខ្លាលំដាប់កម្ពស់ចំនួន 5000 គីឡូត្រីដែលនៅរស់រវើកក្នុងធុងនឹងណាអាចាំងហោវាក៏រកលេងនិយាយថាត្រីមិនសូវស្អាតវាចង់បង្ខំបញ្ចុះតម្លៃរបស់បងដល់ទៅ 30% វាស្មានថាបងនឹងជាអ្នកសុំទានមែនទេបេះដូងរបស់ខ្ញុំស្រាប់តែលោតញាប់ភ្លាមត្រីតុកកែព្រៃលំដាប់កម្ពស់ 5000 គីឡូនេះគឺជាទំនិញដែលភោជនីយដ្ឋានលំដាប់ខ្ពស់នានាប្រជែងគ្នាចង់បានប៉ុន្តែពិបាករកខ្លាំងណាស់ប្រសិនបើខ្ញុំអាចយកវាបានវាមិនត្រឹមតែជួយឲ្យខ្ញុំល្បីឈ្មោះភ្លាមនោះទេតែប្រាក់ចំណេញនឹងកើនឡើងយ៉ាងហោចណាស់បងហ្វឹងចំណេញមួយលោតនេះខ្ញុំយកទាំងអស់សម្លេងនៅខាងម្ខាងទៀតបងហ្វឹងស្រាប់តែភាំងមួយសន្ទុះរួចសួរថាឯងយកទាំងអស់មែនទេអាប់អូនឈិននេះគឺជាត្រីតុកកែព្រៃដល់ទៅ 5000 គីឡូណាវាមិនមែនជាចំនួនតិចតួចទេឥឡូវឯងធ្វើខ្លួនឯងតាមមានលទ្ធភាពឯណាទៅយកអស់ទៅបងហ្វឹងទំនិញនៅលើទូកនៅឡើយមែនទេបាទទើបតែចូលចតអំបញ្ញមិញមនុស្សដែលអាចចាំងហោបញ្ជូនមកកំពុងតែជ្រុះគ្នាជាមួយបងនៅទីនេះបងទុកពេលឲ្យខ្ញុំ40នាទីខ្ញុំនឹងទៅដល់ភ្លាមខ្ញុំបិទទូរស័ព្ទដោះស្រោមដៃកៅស៊ូដែលប្រឡាក់ដេកចេញហើយស្ទុះរត់ចេញពីឃ្លាំងត្រជាក់ភ្លាមខ្យល់សមុទ្រនាពេលអធិរត្រជាក់ដូចមុខកាំបិតដែលមកប៉ះនឹងផ្ទៃមុខប៉ុន្តែក្នុងខ្លួនរបស់ខ្ញុំវិញគឺកំពុងតែក្តឹងត្រីតុកកែព្រៃលំដាប់កម្ពស់ 5000 គីឡូត្រីតុកកែក្រហមតម្លៃបោះដុំយ៉ាងហោចណាស់180 យ៉នក្នុង1គីឡូវាឯត្រីខ្លាវិញតម្លៃចាប់ពី120 យ៉នឡើងទៅប្រសិនបើខ្ញុំអាចយកទំនិញនេះបានទោះបីជាគ្រាន់តែយកមកលក់បន្តភ្លាមក៏ដោយក៏ប្រាក់ចំណេញគឺច្រើនសន្ធឹកសន្ធាប់ដែរបញ្ហានៅត្រង់ថាក្នុងហោប៉ៅខ្ញុំសល់លុយមិនដល់ 3000 យ៉នផងលុយ 250,000 យ៉នទៀតគឺបានបង់ទៅលើថ្លៃជួលឃ្លាំងនិងប្រាក់ក៏អស់ហើយខ្ញុំឈរនៅក្រោមបង្គោលភ្លើងក្បែរមាត់ទ្វារឃ្លាំងត្រជាក់ឈរនៅទីនោះអស់រយៈពេល3នាទីពេញនៅក្នុងគួរមនុស្សគ្នាដែលអាចឲ្យខ្ញុំខ្ចីលុយបានកម្ចីតាមអនឡាញវិញក៏មានទំហំតិចតួចគួរឲ្យអាណិតមុខរបស់ពូធំស្រាប់តែលេចឡើងមកតែខ្ញុំក៏សម្រេចចិត្តដល់គំនិតនោះចេញភ្លាមចុងក្រោយខ្ញុំក៏ចុចទៅកាន់លេខ1វាបន្លឺឡើងចំនួន6ដងខណៈពេលដែលខ្ញុំរៀបនឹងចុចបិទទៅហើយខាងទៀតក៏លើកទូរស័ព្ទអាប់អូនអ៊ីតើឯងដឹងទេថាឥឡូវម៉ោងប៉ុន្មានហើយចៅហៃសឹងគឺជាអ្នកចាស់ទុំក្នុងរង្វង់ផលិតផលជោផលនៅហៃឆឹងគាត់បានបើកភោជនីយដ្ឋានគ្រឿងសមុទ្រអស់រយៈពេល20ឆ្នាំបច្ចុប្បន្នកំពុងស្ថិតក្នុងវ័យចូលនិវត្តន៍ការដែលខ្ញុំទើបតែចូលប្រឡូកក្នុងរបរនេះខ្ញុំមិនដឹងអ្វីទាំងអស់គឺគាត់ដែលបានកាន់ដៃបង្រៀនខ្ញុំពីរបៀបពិនិត្យទំនិញរបៀបមើលត្រីនិងរបៀបតាក់ទងជាមួយមេនាវាអាចនិយាយបានថាបើគ្មានគាត់ក៏គ្មានភ្នែកចំណានគូនេះរបស់ខ្ញុំដែរពូហៃសឹងខ្ញុំមានរឿងបន្ទាន់ចង់និយាយទុករបស់បងហ្វឹងទើបតែចូលចតមានត្រីតុកកែក្រហមនិងត្រីខ្លាព្រៃលំដាប់កម្ពស់ចំនួន 5000 គីឡូចាំងហោបង្ខំបញ្ចុះតម្លៃធ្វើឲ្យបងហ្វឹងខឹងយ៉ាងខ្លាំងខ្ញុំចង់យកទំនិញទាំងនេះមកចាត់ចែងទាំងអស់ក្នុងទូរស័ព្ទមានភាពស្ងប់ស្ងាត់អស់ប៉ុន្មានវិនាទីអាប់អូនឯងមិនមែនកំពុងធ្វើការឲ្យអាចាំងហោទេអីទើបតែឆ្លុះគ្នាដាច់ស្រេចនៅថ្ងៃនេះទេឥឡូវខ្ញុំចេញមកធ្វើខ្លួនឯងហើយធ្វើខ្លួនឯងតើឯងមានអ្វីទៅធ្វើខ្លួនឯងទៅកែព្រៃ 5000 គីឡូយ៉ាងហោចណាស់ក៏ត្រូវការលុយ 60,000 យ៉នតើឯងមានលុយទេគឺដោយសារតែរឿងនេះហើយទើបខ្ញុំរកពូដើម្បីខ្ចីលុយមែនទេអ៊ីពូហៃសឹងក៏មានលុយសន្សំខ្លះដែរប៉ុន្តែលុយ 60,000 យ៉នវាមិនមែនជាចំនួនតិចតួចទេមិនមែនខ្ចីទេគឺជាការភ្នាល់តើឯងចង់មានន័យថាម៉េចពូឲ្យខ្ញុំខ្ចី 50,000 យ៉នក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងសងពូវិញចំនួន 60,000 យ៉នប្រសិនបើខ្ញុំសងមិនគ្រប់ទេខ្ញុំនឹងមកធ្វើការនៅភោជនីយដ្ឋានរបស់ពូដែលថ្លៃរយៈពេល3ឆ្នាំយកលុយសំបីតែមួយសេនស្ងាត់មួយសន្ទុះនៅចុងខ្សែទូរស័ព្ទចៅហៃសឹងបន្លឺឡើងយឺតថាឯងនេះចិត្តមិនតូចទេណាតើឯងបានឃើញទំនិញទាំងនោះផ្ទាល់ភ្នែកហើយឬនៅឡើយទេប៉ុន្តែខ្ញុំជឿជាក់លើបងហ្វឹងគាត់ធ្វើការនេសាទនៅមហាសមុទ្រអស់រយៈពេល20ឆ្នាំទំនិញរបស់គាត់មិនដែលជួបបញ្ហាម្ដងណាឡើយម្យ៉ាងវិញទៀតស្អីមនុស្សដែលចាងហៅបញ្ជូនមកកំពុងតែបង្អាប់ថ្លៃវាបញ្ជាក់ថាទំនិញនោះពិតជាល្អខ្លាំងណាស់ខ្ញុំស្គាល់ប្រយោជន៍ម្នាក់នោះច្បាស់ណាស់របស់កាន់តែល្អគេកាន់តែព្យាយាមបង្អាប់ថ្លៃនេះគឺជាល្បិចដែលគេប្រើជាប្រចាំ 50,000 ឥឡូវនេះខ្ញុំនឹងផ្ទេរចូលកាត់របស់ឯងប៉ុន្តែខ្ញុំសូមនិយាយពាក្យមិនពីរោះទុកមុនបើឯងធ្វើឲ្យខូចរឿងលើកក្រោយកុំហៅខ្ញុំថាពូអីអរគុណពូហៃសឹងមិនបាច់អរគុណទេខ្ញុំជួយឯងនេះក៏ព្រោះតែនឹកឃើញកាលពីមុនដែលឯងជួយភ្លក់ម្ហូបរហូតដល់រលាកក្រពះពូវៀនធ្ងន់ធ្ងរត្រូវចូលពេទ្យនោះទេខ្សែទូរស័ព្ទត្រូវបានកាត់ផ្តាច់30វិនាទីក្រោយមកទូរស័ព្ទក៏ញ័រឡើងលុយចំនួន 50,000 យ៉នបានផ្ទេរចូលក្នុងកាតធនាគារហើយខ្ញុំក្រាបទូរស័ព្ទជាប់ក្នុងដៃមានអារម្មណ៍ថារំភើបរកនិយាយមិនត្រូវនៅលើលោកនេះនៅតែមានមនុស្សដែលចងចាំអំពើល្អរបស់យើងខ្ញុំជិះម៉ូតូអគ្គិសនីចាស់នោះសម្ដៅទៅកាន់កំពង់ផែយ៉ាងលឿនមកដល់កំពង់ផែខ្ញុំបានរកឃើញទូករបស់បងហ្វឹងនៅចំណោទលេខ3បងហ្វឹងមានឈ្មោះពេញថាចៅហៃហ្វឹងអាយុខ្ទង់40ឆ្នាំជាងសម្បត្តិខ្មៅស្រអែមដៃទាំងគូសុទ្ធតែមានស្នាមព្រិនដោយសារការទីសំណាញ់ពេលនេះគាត់កំពុងឈរនៅក្បែរទូកទឹកមុខស្លេកស្លាំងដោយក្តីខឹងសម្បារនៅចំពោះមុខគាត់មានយុវជនម្នាក់ស្លៀកអាវផ្កាគេគឺជាសុនផឹងដែលត្រូវជីបអូនជីដូនមួយរបស់ចាងហាវបងហ្វឹងមិនមែនខ្ញុំមិនទុកមុខឲ្យបងទេប៉ុន្តែទំនិញ1ឡូនេះគុណភាពត្រីពិតជាមិនកើតមែនបងមើលចុះប្រួយត្រីនេះឡើងស្លេកអស់ហើយបងប្រុសខ្ញុំប្រាប់ថាយ៉ាងច្រើនទិញក្នុងតម្លៃ 70% បើបងគិតថាខាតបងអាចយកទៅលក់នៅកន្លែងផ្សេងៗរបស់ចៅហៃហ្វឹងញ័រត្រើតសុនផឹងតើឯងមានភ្នែកមើលទេនេះគឺជាត្រីតែកែទឹកជ្រៅធម្មជាតិពណ៌របស់វាគឺស្រាលជាងត្រីចិញ្ចឹមបែបនេះឯងយើងដើរទូកអស់រយៈពេល20ឆ្នាំហើយនេះជាលើកដំបូងដែលមានគេហ៊ាននិយាយថាទំនិញរបស់យើងបងហ្វឹងខ្ញុំដើរចូលទៅរកចៅហៃហ្វឹងងាកមកឃើញខ្ញុំភ្នែករបស់គាត់ភ្លឺឡើងអូនប្រុសឈិនឯងមកដល់ល្មមសុនផឹងក៏ប្រឡេកឃើញខ្ញុំដែរស្នាមញឹមមិនស្មោះត្រង់នៅលើមុខគេក៏រឹងកន្ត្រាំរួចក៏បដូរមកជាការឌឺដងវិញថានេះមិនមែនជាឈិនអ៊ីទេអីខ្ញុំលើបងប្រុសខ្ញុំនិយាយថាល្ងាចនេះអញហាក់ដូចជាមានអំនួតខ្លាំងណាស់មែនទេសូម្បីតែលុយ 50,000 ក៏មិនយកដែរចុះហេតុអ្វីបានជាពាក់កណ្ដាលអាធ្រាត្រមកដើររើសម្រាមនៅកំពង់ផែបែបនេះខ្ញុំមិនខ្វល់ពីគេឡើយខ្ញុំលោតឡើងលើទូករួចអង្គុយចុះក្បែរអាងចិញ្ចឹមត្រីក្នុងអាងនោះមានត្រីតកែក្រហមនិងត្រីតកែខ្លាហើយប្រជ្រៀតគ្នាយ៉ាងណែនណាន់តាន់តាប់ព្រួយក្នុងត្រដាងឡើងខ្ពស់ភ្នែកខ្លាឆ្វងស្រកេរបស់វាបិទបើកយ៉ាងមានកម្លាំងខ្ញុំលូកដៃចាប់យកត្រីតកែក្រហមមួយក្បាលត្រឡប់មើលត្រង់ពោះឃើញមានពណ៌ក្រហមស្រស់មិនមានស្នាមស្លេកស្លាំងឬឈាមសូម្បីតែបន្តិចនេះគឺជាត្រីធម្មជាតិទឹកជ្រៅពិតប្រាកដគុណភាពល្អរកអ្វីប្រៀបមិនបានប៉ុន្តែខ្ញុំមិនប្រញាប់បញ្ចេញមកឡើយព្រោះខ្ញុំកំពុងរងចាំឲ្យសុនផឹងដើរចូលមកក្បែររួចនិយាយតិចថាចិនអ៊ីក៏បន្ទោសថាខ្ញុំមិនបានរំលឹកឯងឲ្យសោះ
បងប្រុសខ្ញុំបានកាប់ផ្ដាច់ផ្លូវរកស៊ីរបស់ឯងក្នុងវងនេះបាត់ទៅហើយទោះបីជាឯងទិញទំនិញនេះទៅក៏គ្មានកន្លែងលក់ដែរមិនល្អជាងទេអីបើឯងមកខ្ញុំនឹងទៅនិយាយជាមួយបងប្រុសខ្ញុំឲ្យឯងត្រឡប់មកធ្វើជាកម្មប្រលីសែងវិញមិនទាន់និយាយចប់ផងត្រីតើកែក្រហមនៅក្នុងដៃរបស់ខ្ញុំស្រាប់តែបំរាយយ៉ាងខ្លាំងបន្ទាប់មកត្រីតើកែក្រហមផ្សេងទៀតនៅក្នុងអាងក៏ចាប់ផ្ដើមបំរាយយ៉ាងខ្លាំងក្លាដូចគ្នាកន្ទុយរបស់វាបោកទឹកទៀតសពកន្លែងស៊ុនផឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងគេដើរថយក្រោយពីជំហានមានរឿងអីហ្នឹងខ្ញុំមិនបានឆ្លើយតបទេប៉ុន្តែសម្លឹងមើលយ៉ាងមុតទៅលើត្រីតើកែក្រហមដែលមានទំហំធំជាងគេក្នុងអាងខ្លួនប្រាណរបស់វាញ័រត្រឹតតិចព្រួយទាំងអស់ត្រដាងចេញនៅពីក្រោយស្រកីស្រាប់តែមានឈាមពណ៌ក្រហមក្រមៅហូរចេញមកតិចបេះដូងរបស់ខ្ញុំលោតញាប់ភ្លាមមិនមែនទេនេះមិនមែនមកពីវាភ័យខ្លាចនោះទេវាគឺមកពីមានគេដាក់ថ្នាំត្រីមាននរណាម្នាក់បានដាក់ថ្នាំឲ្យត្រីក្នុងកំឡុងពេលនេសាទឬការដឹកជញ្ជូនខ្ញុំក៏ស្ទុះក្រោកឈរឡើងភ្លាមខ្សែភ្នែកសម្លឹងមើលទៅមនុស្សគ្រប់គ្នានៅលើទូកលោកជូហៃហ្វឹងបង្ហាញទឹកមុខស្រងាកចិត្តពួកកូននាវាសម្លឹងមុខគ្នាទៅវិញទៅមកដោយភាពចំណែកឯទឹកមុខរបស់ស៊ុនផឹងបែរជាមានភាពប្លែកខុសធម្មតាគេគេចវិសពីខ្សែភ្នែករបស់ខ្ញុំដោយមិនដឹងខ្លួនបងហ្វឹងតើកន្លងមកនេះមានអ្នកក្រៅមកលើទូករបស់បងដែរឬទេអត់មានផងចេញទៅសមុទ្រមួយសប្តាហ៍ហើយមានតែពួកយើងប៉ុន្មានអ្នកនឹងតាចុះពាក់កណ្ដាលផ្លូវមានទូកផ្សេងទៀតដែរទេធ្លាប់ជួបពីរគ្រឿងដែរគ្រាន់តែសួរសុខទុក្ខធម្មតាប៉ុណ្ណោះមិនបានចូលមកក្បែរឡើយខ្ញុំក៏អង្គុយចុះរួចប្រើក្រចកអស់ចិញ្ចីត្រីដងសិនប៉ានោះបន្តិចយកទឹករំអិលនៅពីក្រោយស្រកីមកហិតមើលវាមានក្លិនឆ្អាបដូចសុទ្ធនិងមានក្លិនល្វីងតិចដែលស្ទើរតែមិនអាចចំណាំបានក្របភ្នែករបស់ខ្ញុំក៏រុំទុយភ្លាមវាគឺជាថ្នាំសម្រាប់សត្វល្អិតដែលមានសារធាតុផូស្វ័រទោះក្នុងបរិមាណតិចតួចក៏អាចធ្វើឲ្យត្រីមានសភាពខុសធម្មតាក្នុងរយៈពេលតែប៉ុន្មានម៉ោងបើប្រើក្នុងបរិមាណច្រើនវានឹងធ្វើឲ្យត្រីងាប់ភ្លាមរបស់នេះត្រូវបានគេហាមឃាត់យ៉ាងតឹងរ៉ឹងនៅក្នុងឧស្សាហកម្មអាហារសមុទ្រប៉ុន្តែនៅតែមានមនុស្សប្រើវាដើម្បីលេងល្បិចមិនថាដើម្បីធ្វើឲ្យត្រីហាក់ដូចជានៅរស់ឬដើម្បីបំផ្លាញដៃគូប្រកួតប្រជែងឡើយត្រីមួយក្រុមនេះមានបញ្ហាហើយខ្ញុំក្រោកឈរឡើងសំឡេងមិនខ្លាំងប៉ុន្មានទេប៉ុន្តែគ្រប់គ្នាបានឮយ៉ាងច្បាស់លោកជូហៃហ្វឹងប្រែពណ៌មកភ្លាមអីគេហេតុអ្វីបានជាឯងដឹងគ្រាន់តែសម្ដីចេញពីមាត់ភ្លាមគេក៏ដឹងខ្លួនភ្លាមថាមានអ្វីម្យ៉ាងមិនប្រក្រតីក៏ប្រញាប់បិទមាត់ឈឹងខ្ញុំសម្លឹងមុខគេហើយនិយាយមួយថាស៊ុនផឹងខ្ញុំគ្រាន់តែនិយាយថាត្រីមានបញ្ហាមិនទាន់បានប្រាប់ថាជាបញ្ហាអ្វីផងចុះឯងមកភ័យអីហ្នឹងខ្ញុំមានភ័យឯណាឈិនអ៊ីឯងកុំមកសម្ដែងរកពីអីប្រាប់ខ្ញុំមកមើលហេតុអ្វីបានជាឯងចង់តែបង្អាប់ថ្លៃម្លេះចរិតរបស់បងឯងយ៉ាងម៉េចខ្ញុំដឹងច្បាស់ណាស់ទំនិញកាន់តែល្អគេកាន់តែចង់បង្អាប់ថ្លៃប៉ុន្តែត្រីដងសិនប៉ានេះគឺជាទំនិញលេខ1បើតាមចរិតរបស់គេគឺត្រូវតែដណ្ដើមគ្នាទិញយកទាំងអស់ទើបត្រូវតែឯងបែរជាមកបង្អែបង្អង់បង្អាប់ថ្លៃនៅទីនេះទៅវិញមានតែការពន្យល់ម្យ៉ាងគត់គឺឯងដឹងថាត្រីទាំងនេះមានបញ្ហាឯងចង់ទិញវាក្នុងតម្លៃទាបបំផុតរួចយកទៅលក់ចេញក្នុងតម្លៃទំនិញល្អដើម្បីចំណេញប្រាក់ពីការលក់នោះចំណែកឯត្រីទាំងនេះនឹងត្រូវបញ្ជូនទៅភោជនីយដ្ឋានណាឬនៅលើតុអាហាររបស់អ្នកណាគឺឯងមិនខ្វល់ខ្វាយតតែសោះខ្យល់អាកាសនៅមាត់កំពង់ផែហាក់ដូចជាកកស្ទះភ្នែករបស់លោកជូហៃហ្វឹងបើកធំស្ទើរតែលៀនចេញមកក្រៅគេក៏ស្ទុះទៅចាប់កៅអៅស៊ុនផឹងជាប់ឯងនិយាយមកឲ្យច្បាស់មើលតើនេះជាល្បិចកខ្វក់របស់គ្រួសារតកូចាំងមែនទេនិយាយមិនសមតតែសោះបងវឹងគុំទៅជឿការនិយាយផ្ដេសរបស់វាអីវាក៏ត្រឹមតែជាកូនឈ្នួលម្នាក់ប៉ុណ្ណោះចេះអីរឿងត្រួតពិនិត្យទំនិញហ្នឹងបើគេមិនយកតើឯងយល់មែនទេមានសម្លេងចាស់ជ្រាបជ្រួញម្នាក់តែមានអំណាចបានបន្លឺឡើងពីទីដៅកំពង់ផែលោកចៅហៃសឹងបានដើរមកយ៉ាងយឺតទោះបីជាមាត់និយាយថាមិនលូកដៃក៏ដោយប៉ុន្តែចុងក្រោយនៅតែមិនអស់ចិត្តក៏ធ្វើដំណើរមកដោយផ្ទាល់តែម្ដងពូហៃសឹងខ្ញុំប្រញាប់ស្ទុះទៅទទួលលោកចៅហៃសឹងបានគ្រោះវិដៃរួចដើរទៅក្បែរអាងចិញ្ចឹមត្រីអង្គុយចុះសម្លឹងមើលយ៉ាងយកចិត្តទុកដាក់រួចក៏អោនទៅហិតមើលបន្តិចបន្ទាប់មកលោកក៏ក្រោកឈរឡើងរួចសម្លឹងមើលទៅស៊ុនផឹងដោយខ្សែភ្នែកត្រជាក់ស្រជុំបរិមាណថ្នាំសម្រាប់សត្វល្អិតមិនច្រើនទេប៉ុន្តែវាគ្រប់គ្រាន់នឹងធ្វើឲ្យត្រីទាំងនេះងាប់ជាបន្តបន្ទាប់ក្នុងរយៈពេល3ថ្ងៃហឹមចាងហៅអាត្រិឆានតូចនេះពិតជាមានចិត្តខ្មៅខ្លាំងណាស់កាលពីចំនួនឪពុកវាចាងវ៉ាន់សានក៏ធ្លាប់មានបានដោយសារការលួចដាក់សារធាតុហ្វូម៉ាលីនក្នុងអាងត្រីដែរឥឡូវនេះកូនប្រុសបែរជាសាហាវជាងឪពុកទៅទៀតលោកជូហៃហ្វឹងប្រឡែងដៃពីស៊ុនផឹងមនុស្សទាំងមូលហាក់ដូចជាអស់កម្លាំងរលីងពីខ្លួនអស់ហើយទំនិញ1 ឡូនេះចាប់សពគ្រប់អស់ហើយមិនទាន់ចប់ទេខ្ញុំក៏អង្គុយចុះរួចស្រង់ត្រីដងសិនប៉ានដែលធំជាងគេនោះឡើងមកម្ដងទៀតអឹកស្រកេវាសម្លឹងមើលយ៉ាងល្អិតល្អន់ស្រកេរបស់វាមានពណ៌ក្រហមក្រមៅប៉ុន្តែវាមិនទាន់រលួយខូចខាតឡើយបញ្ជាក់ថាវាទើបតែរងជាតិពុលក្នុងរយៈពេលខ្លីពុលមិនទាន់ជ្រាបចូលទៅក្នុងសរីរាង្គខាងក្នុងទាំងស្រុងទេបងហ្វឹងតើនៅលើទូកមានធ្យូងសកម្មដែរឬទេមានសម្រាប់ប្រើចម្រោះទឹកសមុទ្រលើកវាទាំងអស់មកទីនេះមកក្រៅពីនេះត្រៀមធុងស្នោទំហំធំបំផុតចំនួន20ក្នុងធុងនីមួយត្រូវដាក់ធ្យូងសកម្មចំនួន5ចិញ្ចៀនចាក់ទឹកសមុទ្រថ្មីឲ្យពេញរួចញែកត្រីដាក់តាមទំហំតូចធំដោយឡែកពីគ្នាក្នុងមួយធុងកុំឲ្យលើសពី30ក្បាលធ្វើបែបនេះអាចទៅរួចដែរទេខ្ញុំមើលសិនវាអាចជួយបឺតស្រូបសារធាតុផូស្វ័រចេញពីក្នុងទឹកបានទោះបីជាមិនអាចបន្សាបជាតិពុលបានទាំងស្រុងប៉ុន្តែអាចជួយទិញពេលវេលាបានខ្លះត្រីទាំងនេះត្រូវតែចាត់ចែងឲ្យអស់មុនពេលមេឃភ្លឺបន្ទាប់មកបញ្ជូនទៅកាន់ឃ្លាំងត្រជាក់របស់ខ្ញុំឃ្លាំងត្រជាក់របស់អ្នកមែនទេអញឈួតហើយមែនទេតើអញបានឃ្លាំងត្រជាក់មកពីណាឃ្លាំងលេខ5ក្នុងសួនឡូជីស្ទីកខ្សែសង្វាក់ត្រជាក់តំបន់ភាគខាងត្បូងស៊ុនភីងហាភ្នែកខ្លងទឹកមុខរបស់គេមើលទៅដូចជាទើបតែលេបសត្វរុយមួយក្បាលអញ្ចឹងចៅហៃសឹងបានប្រឡេកមើលមកខ្ញុំមួយផ្លែតជ្រុងមាត់របស់គាត់ងើបឡើងបន្តិចក្មេងនេះមិនធម្មតាឡើយ3ម៉ោងបន្ទាប់ទៀតនេះគឺជាការប្រណាំងប្រជែងជាមួយនឹងពេលវេលាខ្ញុំនិងសមាជិកនាវិក5នាក់របស់ចៅហៃហ្វឹងបានរួមគ្នាបែងចែកត្រីចំនួន5000ចិនទាំងអស់ដាក់តាមកេះដាក់ធ្យូងសកម្មនិងផ្លាស់ប្ដូរទឹកនៅម៉ោង4កន្លះទីភ្លឺត្រីកេះចុងក្រោយត្រូវបានលើកដាក់លើឡានដឹកទំនិញត្រជាក់តែខ្ញុំបានហៅមកជាបន្ទាន់ពីក្រុមហ៊ុនឡូជីស្ទីកចៅហៃសឹងបានឈរមើលគ្រប់សកម្មភាពទាំងអស់នៅក្បែរនោះដោយមិននិយាយអ្វីសូម្បីតែមួយម៉ាត់រហូតដល់ឡានចុងក្រោយបាត់ចេញពីកំពង់ផែទើបគាត់មានប្រសាសន៍ថាតើត្រីទាំងនេះឯងក្រុងនឹងលក់យ៉ាងដូចម្ដេចមិនលក់តាមទីផ្សារបោះដុំទេចាំងហៅរកស៊ីនៅក្នុងទីផ្សារភាគខាងត្បូងអស់រយៈពេលច្រើនឆ្នាំមកហើយអតិថិជនធំទាំងអស់សុទ្ធតែគាត់ស្គាល់ច្បាស់ប្រសិនបើខ្ញុំយកត្រីទៅលក់នៅទីផ្សារគាត់ច្បាស់ជាបញ្ជូនមនុស្សមកបង្កការរំខានដូច្នេះហើយទើបឯងចង់យកទៅលក់ផ្ទាល់នៅតាមភោជនីយដ្ឋានមែនទេពូហៃសឹងលោកពូមានទំនាក់ទំនងទូលំទូលាយក្នុងវិស័យម្ហូបអាហារនៅហៃឆឹងតើលោកពូអាចជួយណែនាំខ្ញុំបន្តិចបានទេហៃសឹងនៅស្ងៀមអស់រយៈពេលប្រមាណវិនាទីបន្ទាប់មកក៏ដកកាត់អាជីវកម្មមួយសន្លឹកចេញពីហោប៉ៅហុចឲ្យខ្ញុំអ្នកគ្រប់គ្រងផ្នែកទិញទំនិញរបស់ភោជនីយដ្ឋានហៃឆឹងឈ្មោះលីវអញកាន់កាត់អាជីវកម្មរបស់ខ្ញុំទៅរកគាត់ចុះប្រាប់គេថាគឺខ្ញុំជាអ្នកឲ្យមកខ្ញុំទទួលយកកាត់អាជីវកម្មនោះរួចអង្គគោរពយ៉ាងជ្រាលជ្រៅលោកពូហៃសឹងសេចក្តីរាប់អានដ៏ធំធេងនេះខ្ញុំមិនអាចរកពីអ្វីមកប្រើល្បិចនឹងជាមួយខ្ញុំទៅត្រូវហើយចុះគ្រឿងបរិក្ខារក្នុងឃ្លាំងត្រជាក់របស់អញអាចទប់ទល់រួចទេម៉ាស៊ីនបង្ហាប់ខ្យល់គឺជាម៉ូដែលចាស់វាស៊ីភ្លើងខ្លាំងណាស់ប៉ុន្តែប្រសិទ្ធភាពនៃការធ្វើឲ្យត្រជាក់គឺគ្មានខ្ញុំបានឲ្យភ្នាក់ងារគ្រប់គ្រងចុះសេតុណ្ហភាពមកនៅត្រឹម15ដឺក្រេហើយចុះរឿងអគ្គិសនីវិញនៅតំបន់សួនឡូជីស្ទីកភាគខាងត្បូងខ្សែភ្លើងចាស់រិចរិលអស់ហើយវាមិនមែនទើបតែខូចមួយថ្ងៃពីរថ្ងៃខ្ញុំបានដំឡើងប្លង់សេដាច់ដោយឡែកមួយអញគ្រាន់តែជាកម្មករម្នាក់ដែលទើបតែត្រូវគេដេញចេញពីការងារបែរជាអាចដំឡើងប្លង់សេដាច់ដោយឡែកនៅលើឃ្លាំងត្រជាក់បានទៅវិញខ្ញុំបានដាក់ទុននៅរាល់ទ្រព្យសម្បត្តិទាំងអស់ដែលខ្ញុំមិនហ៊ានភ្នាល់ទេចៅហៃសឹងសម្លឹងមើលមុខខ្ញុំយ៉ាងយូរបន្ទាប់មកក៏សើចចាំងហៅអាមនុស្សល្ងងខ្លៅម្នាក់នោះវាមិនដឹងខ្លួនឡើយថាវាទើបតែបានបណ្ដោយឲ្យមនុស្សទៅពេលណាដល់ចេញទៅត្រីកៅព្រៃចំនួន5000ចិនត្រូវបានរៀបចំទុកដាក់យ៉ាងមានរបៀបក្នុងឃ្លាំងត្រជាក់របស់ខ្ញុំរួចរាល់ខ្ញុំមិនបានសម្រាប់ឡើយបានត្រឹមតែលុបមុខបន្តិចបន្តួចមកស្លៀកអាវសឺមីស្អាតតែមួយគត់ដែលខ្ញុំមានរួចជិះម៉ូតូអគ្គិសនីសម្ដៅទៅកាន់ភោជនីយដ្ឋានហៃឆឹងភ្លាមភោជនីយដ្ឋានហៃឆឹងគឺជាភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់ខ្ពស់បំផុតក្នុងក្រុងហៃឆឹង
គ្មានកន្លែងណាផ្សេងអាចពីបាននៃការទិញទំនិញរបស់ទីនេះគឺស្មើនឹងលើសពី3ភាគ10នៃទីផ្សារគ្រឿងសមុទ្រលំដាប់ខ្ពស់ក្នុងក្រុងហៃឆឹងទាំងមូលឲ្យតែអាចជ្រៀតចូលទីនេះបានវាស្មើនឹងទទួលបានសម្បត្តិអនុញ្ញាតសម្រាប់ទីផ្សារលំដាប់ក្នុងវិស័យម្ហូបអាហារទូទាំងក្រុងហៃឆឹងទិញទំនិញស្ថិតនៅក្នុងអគារការិយាល័យនៅខាងក្រោយភោជនីយដ្ឋាននៅពេលដែលខ្ញុំរុញទ្វារដើរចូលទៅបុរសវ័យកណ្ដាលម្នាក់ពាក់វ៉ែនតាពណ៌មាសកំពុងតែនិយាយទូរស័ព្ទលោកប្រធានចាងសូមលោកកុំបារម្ភពួកយើងសហការគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយត្រីកោព្រៃសម្រាប់ភោជនីយដ្ឋានហៃឆឹងរបស់យើងពិតជាផ្ដល់អាទិភាពយកពីខាងលោកមុនគេទេចិនអ៊ីខ្ញុំមិនដែលឮឈ្មោះបុរសម្នាក់នេះទេគេក៏បិទទូរស័ព្ទងើបមុខឡើងឃើញខ្ញុំតើអ្នកគឺជាអ្នកគ្រប់គ្រងលីវមែនទេជំរាបសួរលោកខ្ញុំមកពីខាងលោកចៅហៃសឹងគឺលោកថៅកែចៅជាអ្នកណែនាំឲ្យមកខ្ញុំហៅកាត់អាជីវកម្មជូនដោយប្រើដៃទាំងពីរអ្នកគ្រប់គ្រងលីវទទួលកាត់នោះយកមកមើលមួយផ្លេតទឹកមុខរបស់គេក៏ប្រែជាស្រទន់បន្តិចមនុស្សរបស់លោកថៅកែចៅទេហីអញ្ជើញអង្គុយចុះលោកអ្នកគ្រប់គ្រងលីវថ្ងៃនេះខ្ញុំមកទីនេះគឺចង់មកជែករឿងរកស៊ីជាមួយលោកតើការរកស៊ីអ្វីដែរត្រីកោដងស៊ីងនិងត្រីកោខ្លាសរុបទាំងអស់5000ចិនទើបតែអូសមកពីសមុទ្រជ្រៅកាលពីព្រឹកមិញនេះគុណភាពគឺល្អបំផុតត្រីកោព្រៃពិតជាម្ហូបប្រចាំហាងរបស់ភោជនីយដ្ឋានយើងមែនតម្រូវការគឺមានប៉ុន្តែខាងលោកប្រធានចាងបានឲ្យតម្លៃមកខ្ញុំរួចហើយត្រីកោដងស៊ីងតម្លៃ160ក្នុងមួយចិនត្រីកោខ្លាតម្លៃ100តើអ្នកអាចឲ្យតម្លៃបានប៉ុន្មានដែរចាងហៅគឺគេទៀតហើយពេលគេបង្អាប់តម្លៃគេនិយាយថាគុណភាពមិនសូវល្អឡើយបើក៏បានដាក់តម្លៃទៅកាន់ភោជនីយដ្ឋានទាបជាងតម្លៃទីផ្សារក្នុងបំណងចង់ស៊ីដាច់ទាំងសងខាងអ្នកគ្រប់គ្រងលីវតើខ្ញុំអាចអញ្ជើញលោកទៅមើលទំនិញរបស់ខ្ញុំដោយផ្ទាល់បានទេគឺសិលើនេះតែម្ដងទំនិញគឺនៅក្នុងឃ្លាំងត្រជាក់របស់ខ្ញុំបានទៅត្រឹមតែ15នាទីប៉ុណ្ណោះអ្នកគ្រប់គ្រងលីវរីរែកចិត្តបន្តិចតែចុងក្រោយក៏ព្រមមកក្បាលយកព្រមកន្លះម៉ោងក្រោយមកអ្នកគ្រប់គ្រងលីវបានមកឈរនៅក្នុងឃ្លាំងត្រជាក់របស់ខ្ញុំសម្លឹងមើលត្រីតុកកែក្រហមដែលកំពុងហែចុះឡើងយ៉ាងរស់រវើកនៅក្នុងគាត់បើកភ្នែកធំរួចក៏អង្គុយចុះលោកដៃចាប់ត្រីមួយមកមើលគាត់ប្រែវាដើម្បីពិនិត្យមើលផ្នែកពុះហើយក៏បើកស្រកេវាពិនិត្យមើលយ៉ាងល្អិតល្អន់គុណភាពបែបនេះបើប្រៀបធៀបនឹងគំរូដែលលោកប្រធានចាងធ្លាប់ឲ្យខ្ញុំវាល្អជាមួយកម្រិតតែម្ដងអ្នកគ្រប់គ្រងលីវពិតជាមានភ្នែកមុតមែនត្រីមួយគ្រប់នេះគឺបងហ្វុងទៅរកនៅតំបន់ទឹកជ្រៅដោយផ្ទាល់ហើយដឹកជញ្ជូនយកមកដោយខ្លួនឯងទាំងមូលមានតែ5000ចិញ្ចីនេះឯងមានត្រីណាមួយដែលមានគុណភាពអនឡាញចំពោះតម្លៃវិញត្រីតុកកែក្រហមតម្លៃ200ត្រីតុកកែខ្លាតម្លៃ140ពុះជាងលោកប្រធានចាងចំនួន40តែទំនិញរបស់ខ្ញុំអាចធានាបានថារយៈពេល3ថ្ងៃក្រោយក៏នៅតែស្រស់ចុះទំនិញរបស់លោកប្រធានចាងលោកហ៊ានធានាដែរទេតើអ្នកមានទំនាក់ទំនងអ្វីជាមួយចាងហាងខ្ញុំធ្លាប់ធ្វើការនៅតូបរបស់គាត់តែបែកផ្លូវគ្នាកាលពីម្សិលមិញនេះឯងធ្វើការឲ្យគេមួយឆ្នាំរកចំណូលឲ្យគេបាន2លាន55ម៉ឺនតែគេចែកឲ្យខ្ញុំតែ50000ទឹកមុខរបស់អ្នកគ្រប់គ្រងលីវបានផ្លាស់ប្ដូរបន្តិចគាត់ធ្វើការក្នុងផ្នែកទិញទំនិញនេះអស់រយៈពេលជាង10ឆ្នាំរឿងរ៉ាវចិត្តមនុស្សត្រឆានបែបណាក៏គាត់ធ្លាប់ជួបអស់ដែរតែរឿងរ៉ាវបែបនេះនៅពេលបានរហើយនៅតែធ្វើឲ្យមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តបែបនេះចុះខ្ញុំយក200ចិញ្ចីទៅសាកធ្វើម្ហូបសិនបើសិនជាអតិថិជនមានប្រតិកម្មល្អនោះ4800ចិញ្ចីដែលនៅសល់ខ្ញុំនឹងយកទាំងអស់ចំណែកតម្លៃគឺដោះស្រាយតាមអ្វីដែលអ្នកបាននិយាយអូមែនហើយតើអ្នកមានសេវាដឹកជញ្ជូនដល់កន្លែងដែរទេដឹកតាមឡានត្រជាក់យកទៅឲ្យដល់ផ្ទះបាយរបស់ភោជនីយដ្ឋានតែម្ដងធានាថាការធ្វើដំណើរមិនឲ្យលើសពី20នាទីឡើយ20នាទីពីទីនេះទៅដល់ភោជនីយដ្ឋានហៃឆឹងបើជិះតាមផ្លូវលើស្ពានអស់លឿនបំផុតក៏ត្រូវចំណាយពេល25នាទីដែរខ្ញុំដឹងផ្លូវកាត់អ្នកគ្រប់គ្រងលីវសម្លឹងមើលមកខ្ញុំស្រាប់តែគាត់សើចរួចនិយាយថាមិនឆ្ងល់ទេដែលថៅកែចៅណែនាំអ្នកចាប់ពីពេលនេះទៅគ្រឿងសមុទ្រលំដាប់ខ្ពស់របស់ភោជនីយដ្ឋានហៃឆឹងដល់អតិភិបយកពីកន្លែងអ្នកបន្ទាប់ពីជូនដំណើរអ្នកគ្រប់គ្រងលីវចេញទៅម្នាក់ឯងនៅក្នុងឃ្លាំងត្រជាក់សម្លឹងមើលត្រីតុកកែក្រហមដែលកំពុងហែក្នុងអាងដុំថ្មដែលធ្ងន់នៅក្នុងទ្រុងអស់មួយយប់ពេលនេះវាត្រូវបានដកចេញហើយគ្រឿងផ្សំចំនួន200ចិញ្ចីត្រីតុកកែក្រហមមួយចិញ្ចីតម្លៃ200យ៉ន200ចិញ្ចីគឺស្មើនឹង40000យ៉ននេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំដកទូរស័ព្ទចេញមករួចក៏ទេទៅបងជូហៃហ្វុងបងហ្វុងទំនិញគឺខ្ញុំបានចរចាជាមួយអ្នកទិញរួចរាល់ហើយត្រីគ្រប់នេះខ្ញុំគិតលុយឲ្យបងក្នុងតម្លៃ180និង120សរុបទាំងអស់គឺ78000យ៉នមិនឲ្យខ្វះសំឡេងតែមួយសេខាងទៀតនៃទូរស័ព្ទបានស្ងាត់ស្ងៀមអស់ប៉ុន្មានវិនាទីបន្ទាប់មកកយសំឡេងញ័ររបស់បងជូហៃហ្វុងនិយាយមកថាបងប្រុសចិនបើសិនជាគ្មានបងជួយក្នុងរឿងត្រីមួយគ្រប់នេះទេបងប្រកាសជាត្រូវអាសត្វចង្រៃចាងហៅបោកប្រាស់មកមិនខានមិនថាបងសម្រេចតម្លៃបែបណាក៏បងយកព្រមតាមទាំងអស់បងហ្វុងពួកយើងនៅមានឱកាសសហការគ្នាច្រើនទៀតណាស់លើកក្រោយបើចេញទៅសមុទ្របានរបស់ល្អកុំភ្លេចប្រាប់ខ្ញុំមុនគេណាពិតណាស់បន្ទាប់មកក៏បិទទូរស័ព្ទខ្ញុំចាប់ផ្ដើមគិតលេខក្នុងចិត្តស្ងាត់ដើមទុនទិញចូលចំនួន78000យ៉នបើសិនជាលក់ចេញក្នុងតម្លៃ200និង140ទាំងអស់ចំណូលសរុបគឺ90000យ៉នចំណេញដូលបាន120,000យ៉នបន្ទាប់ពីសំលុយចៅហៃសឹងចំនួន600,000យ៉នរួចគឺនៅសល់ប្រាក់ចំណេញសុទ្ធចំនួន300,000យ៉នរហូតមកដល់ពេលនេះគឺមិនដល់12ម៉ោងផងខ្ញុំឯកក្នុងទៅនឹងជញ្ជាំងដ៏ត្រជាក់នៃឃ្លាំងស្រាប់តែមានអារម្មណ៍ថាចង់ហូរទឹកភ្នែកមួយឆ្នាំហើយគឺមួយឆ្នាំពេញតែម្ដងដែលខ្ញុំត្រូវក្រោកពីគេងនៅម៉ោង2ទៀបភ្លឺរៀងរាល់ថ្ងៃខំប្រឹងធ្វើការដូចជាសាច់ឆ្កែតែចុងក្រោយទទួលបានត្រឹមតែលុយ50000យ៉ននិងសម្ដីមួយឃ្លាថាគ្រាន់តែបានចេញកម្លាំងបន្តិចបន្តួចប៉ុណ្ណោះតែឥឡូវនេះខ្ញុំចំណាយពេលត្រឹមតែមួយយប់រកលុយបានដល់ទៅ300,000យ៉នស្របពេលនោះឯងទូរស័ព្ទក៏រត់ឡើងម្ដងទៀតគឺអ្នកគ្រប់គ្រងលីវថៅកែឆិនការសាក់លបងធ្វើម្ហូបមានប្រតិកម្មល្អខ្លាំងណាស់មេចុងភៅរបស់ពួកយើងបាននិយាយថាត្រីតុកកែក្រហមជាទំនិញដែលល្អបំផុតដែលគាត់មិនដែលបានឃើញក្នុងរយៈពេល300ជាងដែលនៅសល់ខ្ញុំយកទាំងអស់ម្យ៉ាងទៀតភោជនីយដ្ឋានយើងសប្តាហ៍ក្រោយនឹងរៀបចំកម្មវិធីផ្លាក់គ្រឿងសមុទ្រកម្រិតខ្ពស់មួយត្រូវការក្តាមយៈរីជីនិយមលំដាប់កម្ពស់មួយចំនួនតើអ្នកមានប្រភពនាំចូលខ្លះទេក្តាមយៈរីជីនិយមពេលដងខ្ញុំស្រាប់តែលោតញាប់ភ្លាមអ្នកចាត់ការលីវតើលោកត្រូវការចំនួនប៉ុន្មានដែរ30ក្បាលទម្ងន់ក្នុងមួយក្បាលត្រូវតែចាប់ពី8ចិនឡើងទៅហើយត្រូវតែជាក្តាមរស់រយៈពេលគឺក្នុងរង្វង់មួយសប្តាហ៍ខ្ញុំនឹងព្យាយាមនិយាយរួចខ្ញុំក៏បិទទូរស័ព្ទខ្ញុំបើកមើលបញ្ជីឈ្មោះក្នុងទូរស័ព្ទក៏ឃើញឈ្មោះម្នាក់ដែលមិនបានតាក់ទងគ្នាយូរហើយគឺបងខ្មោចមិនដឹងឈ្មោះពិតប្រាកដរបស់គាត់ទេមនុស្សក្នុងរង្វង់របស់នេះសុទ្ធតែហៅគាត់ថាគាត់គឺជាអ្នកដែលស្គាល់ក្តាមច្បាស់បំផុតនៅក្នុងក្រុងហៃឆឹងទាំងមូលមានអ្នកណាអាចប្រៀបផ្ទឹមជាមួយគាត់បានចរិតរបស់គាត់ក៏រៀងប្លែកខុសគេដែរ3ឆ្នាំមុនដោយសារមានចំនួនជាមួយខាងគ្រប់គ្រងផ្សារគាត់ក៏រត់ទៅចិញ្ចឹមក្តាមនៅកោះជើសានតែម្នាក់ឯងបាត់ទៅខ្ញុំក៏ចុចទេទៅលេខរបស់គាត់រត់ជាង10ដងហើយនៅតែគ្មានអ្នកទទួលតែទៅម្ដងទៀតរត់7 8ដងទីបំផុតក៏មានអ្នកទទួលអ្នកណាបងខ្មោចខ្ញុំចិនអ៊ីហៅស៊ីវអ៊ីបាតអញនេះមិនក៏នឹកឃើញតែមុខយើងអីចឹងបងខ្មោចខ្ញុំត្រូវការក្តាមយៈរីជីនិយមមួយចំនួន30ក្បាលទម្ងន់8ចិនឡើងទៅហើយរយៈពេលគឺមួយសប្តាហ៍ក្តាមយៈរីជីនិយមអីអញដឹងទេថាឥឡូវនេះទីផ្សារក្តាមយៈរីជីនិយមយ៉ាងម៉េចខ្លះខាងប្រទេសរុស្ស៊ីគេកាត់បន្ថយការនាំចេញនៅក្នុងស្រុកមានតិចតួចគួរឲ្យអាណិតណាស់កុំថាឡើយ30ក្បាលសូម្បីតែ10ក្បាលក៏អញរកមិនបានផងហេតុនេះហើយទើបខ្ញុំរកបងនឹងណាស៊ីវអ៊ីមិនមែនយើងមិនចង់ជួយអញទេក្តាមយៈរីជីនិយមនេះវាមិនដូចក្តាមសមុទ្រធម្មតាទេវាជាប្រភេទក្តាមទឹកត្រជាក់នៅសមុទ្រជ្រៅបន្ទាប់ពីចាប់វាបានមកលើគប់ហើយឆ្លងកាត់បច្ចេកទេសធ្វើឲ្យវាសម្ងំស្ងៀមក្នុងភាពត្រជាក់ទើបអាចបច្ចេកទេសធ្វើឲ្យវាសម្ងំស្ងៀមនេះគឺមានភាពស្មុគស្មាញបច្ចេកទេសបន្តិចក្តាមនឹងមកនៅពាក់កណ្ដាលភ្លើងមិនខាននៅក្នុងស្រុកនេះអ្នកដែលមានបច្ចេកទេសនេះមិនលើសពី5នាក់ទេបងមិនមែនជាម្នាក់ក្នុងចំណោមនោះទេអីអញនេះមកនៅតែអែមដដែលបងខ្មោចខ្ញុំនិយាយមែនទេណាភោជនីយដ្ឋានហៃឆឹងចង់រៀបចំកម្មវិធីផ្លែអាហារអាចយកក្តាមទាំងនេះបានវាមិនមែនត្រឹមតែរឿងលុយកាក់សម្រាប់ខ្ញុំទេតែវាអាចធ្វើឲ្យឈ្មោះចិនអ៊ីរបស់ខ្ញុំបីល្បាញក្នុងរង្វង់អាជីវកម្មម្ហូបអាហារនៅក្រុងហៃឆឹងមុនបងក៏ពឹងផ្អែកលើក្តាមយៈរីជីនិយមមួយចំនួនទើបអាចចូលជើងបានយ៉ាងរឹងមាំនៅជើសានមែនទេខាងទៀតនៃទូរស័ព្ទនៅស្ងៀមមួយសន្ទុះបងខ្មោចដកដង្ហើមធំរួចនិយាយថាយកព្រមយើងនឹងបង្ហាញផ្លូវឲ្យឯងមួយនៅលៀនយើងកាំងមានមនុស្សម្នាក់ឈ្មោះហេសាននៅក្នុងដៃគេមានក្តាមយៈរីជីនិយមមួយកញ្ចប់ដែលមកពីប្រទេសរុស្ស៊ីប្រហែលជា40ក្បាលប៉ុន្តែអីបាទស្ថានភាពក្តាមទាំងនោះហាក់ដូចជាមិនសូវស្រួលទេអាហេសានវាមិនដឹងរឿងអីទេ
អំឡុងពេលដឹកជញ្ជូនវាមិនបានធ្វើតាមបច្ចេកទេសសំងំស្ងៀមឲ្យបានល្អឥឡូវនេះក្តាមទាំងអស់កំពុងស្ថិតក្នុងសភាពពាក់កណ្ដាលរូបពាក់កណ្ដាលងាប់គេដាក់លក់3ថ្ងៃហើយតែគ្មានអ្នកណាគេយកទេបេះដូងខ្ញុំលោតញាប់ភ្លាមបច្ចេកទេសសំងំស្ងៀមមិនល្អមែនទេវាមានន័យថាក្តាមបានចូលទៅក្នុងសភាពសំងំស្ងៀមយ៉ាងជ្រៅខាងក្រៅមើលទៅដូចជាវាងាប់អីចឹងតែតាមពិតទៅវាគ្រាន់តែដេកលក់ប៉ុណ្ណោះបងខ្មោចបងអាចកំដរខ្ញុំទៅលៀនយន្តកាំបន្តិចបានទេអញនេះចង់ទៅឆ្លៀតឱកាសទិញរបស់ធំចង់នេះចង់បានត្រូវតែហ៊ានប្រថុយបងខ្មោចនៅស្ងៀមមួយសន្ទុះទៀតចុងក្រោយក៏ដកដង្ហើមធំរួចថាក៏បានជីវិតចាស់របស់ខ្ញុំនេះនឹងកំដរែងឈួតម្ដងចុះជួបគ្នានៅលៀនយន្តកាំព្រឹកស្អែកព្រឹកព្រលឹមថ្ងៃបន្ទាប់ខ្ញុំបើកឡានឈ្នួលដែលជួគេចេញពីក្រុងហៃឈឹង4 ម៉ោងក្រោយមកក៏ទៅដល់លៀនយន្តកាំបងខ្មោចបានមកចាំខ្ញុំនៅច្រកផ្លូវល្បឿនលឿនបាត់ទៅហើយមិនបានជួបគ្នា3ឆ្នាំគាត់ថាដូចជាចាស់ជាងមុនច្រើនសក់ស្កើអស់ពាក់កណ្ដាលទៅហើយប៉ុន្តែភ្នែកគូនេះនៅតែមុតស្រួចដូចជាភ្នែកខ្លាញ់អញ្ចឹងខ្លាំងរបស់ហេសាននៅតំបន់ស៊ីកាងពួកយើងទៅទីនោះតតែម្ដងទៅពេលទៅដល់តំបន់ស៊ីកាងក៏ឃើញហេសានកំពុងឈរចាំពួកយើងនៅមាត់ទ្វារហេសានគឺជាបរិះមាសធំម្នាក់មកពីភាគសាននៅក្ររបស់គេមានពាក់ខ្សែមាសធំប៉ុនមេដៃគេបាននាំពួកយើងដាក់ចូលទៅក្នុងឃ្លាំងនៅជ្រុងខាងក្នុងបំផុតនៃឃ្លាំងមានគំនរធំស្នោពណ៌ស្រស់សុទ្ធធំបងខ្មោចដើរសម្ដៅទៅទីនោះរួចបើកធុងទី1ឡើងក្តាមយៈរីជានិយមនៅខាងក្នុងសុទ្ធតែរួញខ្លួនចូលគ្នាជើងរបស់វាទាំងអស់បត់ចូលក្រោមពោះមិនកម្រើកសោះឡើយហេសានដកដង្ហើមធំនៅក្បែរនោះឯងមើលចុះមកអស់ហើយលុយ80,000របស់ខ្ញុំត្រូវរលាយអស់រលីងបងខ្មោចមិនបាននិយាយអ្វីឡើយគាត់បានលូកម្រាមដៃពីចេញមកហើយចាប់ជើងចុងក្រោយរបស់ក្តាមយៈនោះរួចកាច់វាចេញក្នុងនៅត្រង់សន្លាក់ជើងរបស់វាគេឃើញមានពណ៌ខៀវស្រងាត់តិចតួចបំផុតប្រស្រីភ្នែករបស់តាចាស់គួយស្រក់ចុះបន្តិចគាត់បានដាក់ក្តាមនោះចុះរួចក៏បើកប្រអប់ទី2ប្រអប់ទី3រហូតដល់ប្រអប់ទី10ទើបគាត់ក្រោកឈរត្រង់ខ្លួនរួចទេដៃតិចហើយសួរទៅបងសានខ្មៅថាតើក្តាមទាំងនេះឯងចង់ដោះស្រាយយ៉ាងម៉េចដែរចង់ឲ្យធ្វើម៉េចទៀតទៅក៏លក់ជាក្តាមងាប់នឹងឯងនរណាចង់បានក៏ដិតយកទៅឲ្យតែឲ្យលុយគឺលក់ទាំងអស់តម្លៃប៉ុន្មាន10,000ដិតចេញទៅទាំងអស់តែម្ដងតាចាស់គួយបានក្រឡេកមើលមកខ្ញុំមួយភ្លែបេះដូងរបស់ខ្ញុំលោតញាប់ខ្លាំងដូចជាកាវីស្កូក្តាមយៈចំនួន40ក្បាលប្រសិនបើពួកវាទាំងអស់ពិតជាបានងាប់មែនតម្លៃ10,000ពិតជាមិនថ្លៃនោះទេប៉ុន្តែក៏មិនសូវមានចំណេញអ្វីដែរប៉ុន្តែប្រសិនបើពួកវាគ្រាន់តែស្ថិតក្នុងស្ថានភាពសន្លប់បណ្ដោះអាសន្នក្តាមរួមមួយក្បាលដែលមានទម្ងន់លើសពី8គីឡូតម្លៃបោះដុំនៅជាន់ទី9យ៉ាងហោចណាស់ក៏3000ដែរ40ក្បាលគឺស្មើនឹង12,000ហើយប្រសិនបើអាចជួយសង្គ្រោះឲ្យរស់វិញបាន30ក្បាលយកទៅលក់នៅជាន់ទី9នៃក្រុងហៃចំណែក10ក្បាលដែលនៅសល់យកទៅលក់រាយប្រាក់ចំណូលសរុបនឹងឡើងដល់យ៉ាងហោចណាស់15,000ឡើងបងសានខ្មៅ80,000បានទេអញជាក្មេងមកពីណានឹងខ្ញុំគឺជាកូនសិស្សរបស់បងគុយបងសានខ្មៅក៏មើលទៅតាចាស់គុយងក់ក្បាលរួចសួរថា85,000បានទេ80,000ក៏បាន80,000គឺ80,000ចុះប៉ុន្តែត្រូវនិយាយគ្នាឲ្យច្បាស់ជាមុនសិនពេលទំនិញចេញផុតពីមាត់ទ្វារហើយយកមកវិញជាដាច់ខាតព្រមព្រៀងគ្នាហើយខ្ញុំនិងតាចាស់គុយក៏លើកប្រអប់ស្នោទាំង40ប្រអប់លើកដាក់លើឡានឈ្នួលទាំងអស់នៅខណៈពេលបិទទ្វារឡាននោះតាចាស់គុយស្រាប់តែសើចឡើងហើយហៅឈ្មោះខ្ញុំស៊ីវស៊ីកាលពីអំបញ្ញមិញពេលអញថ្លៃនោះគឺមានចរិតដូចជាខ្ញុំកាលពីមុនបេះបិទតែម្ដងបងគុយតាក្តាមទាំងនេះមានឱកាសរੂប៉ុន្មានភាគរយដែរ30ក្បាលអំបញ្ញមិញពេលខ្ញុំកាច់ជើងរបស់វាពិនិត្យមើលនៅត្រង់សន្លាក់ជើងណាដែលមានពណ៌ខៀវស្រងាត់គឺសុទ្ធតែជាការសន្លប់បណ្ដោះអាសន្នដោយសារភាពត្រជាក់ប៉ុណ្ណោះចំណែក10ក្បាលដែលឡើងខ្មៅទាំងអស់នោះទើបជាក្តាមដែលងាប់ពិតប្រាកដមានន័យថាពួកយើងអាចជួយសង្គ្រោះឲ្យវារស់បាន30ក្បាលមែនទេតាមទ្រឹស្ដីគឺបែបនឹងហើយប៉ុន្តែការជួយឲ្យរស់ឡើងវិញពីការសន្លប់និងការគ្រប់គ្រងសេតនភាពឲ្យបានច្បាស់លាស់បំផុតនិងការកែសម្រួលកម្រិតជាតិប្រៃផងដែរខុសបច្ចេកទេសតែបន្តិចពីការសន្លប់នឹងខ្លាយទៅជាប្រកបភ្លាមតើលោកអាចធ្វើវាបានទេក្មេងតូចកាលពីបង្គុយនៅជើសានក្នុងមួយយប់ខ្ញុំធ្លាប់ជួយសង្គ្រោះក្តាមយៈឲ្យរស់ឡើងវិញបានដល់ទៅ200ក្បាលនេះប៉ុណ្ណេះគឺជារឿងតូចតាចបំផុតសម្រាប់ខ្ញុំពេលត្រឡប់មកដល់ឃ្លាំងត្រជាក់នៅក្រុងហៃឈឹងគឺម៉ោង6ល្ងាចទៅហើយតាចាស់គុយមិនទាំងបានផឹកទឹកសំបីតែមួយក្អឹកក៏ចាប់ផ្ដើមចុះដៃធ្វើការភ្លាមដំបូងគាត់បានយកក្តាមយៈទាំង40ក្បាលនោះចេញពីប្រអប់ស្នោទាំងអស់ហើយពិនិត្យម្ដងមួយយ៉ាងយកចិត្តទុកដាក់ជាដូចអ្វីដែលគាត់បានស្មានទុកមែន30ក្បាលគឺស្ថិតក្នុងសភាពសន្លប់10ក្បាលទៀតគឺបានងាប់បាត់ទៅហើយ10ក្បាលដែលងាប់នេះក៏កុំអាបោះចោលអីទោះបីជាក្តាមយៈដែលងាប់មិនសូវមានតម្លៃក៏ដោយប៉ុន្តែពងក្តាមអាចយកមកធ្វើជាទឹកជ្រលក់ពងក្តាមបានហើយសាច់ក្តាមអាចយកមកធ្វើជាសាច់ក្តាមដុំបានពុកបញ្ចូលគ្នាទៅក៏អាចលក់បានលុយប៉ុន្មានពាន់ដែរតាចាស់គួយនិយាយបណ្ដាលចាប់ផ្ដើមសំទឹកសម្រាប់ជួយសង្គ្រោះបណ្ដាក្តាមយៈគឺជាប្រភេទក្តាមទឹកត្រជាក់នៅបាតសមុទ្រជ្រៅសេតុណ្ហភាពទឹកដែលវាអាចរស់បានគឺពី2ទៅ5អង្សាសេគោលការណ៍នៃការសន្លប់ដោយសារភាពត្រជាក់គឺការបញ្ចុះសេតុណ្ហភាពទឹកឲ្យចុះយ៉ាងលឿនដល់11អង្សាសេដើម្បីឲ្យក្តាមចូលទៅក្នុងស្ថានភាពដូចជាការសំងំក្នុងរដូវរងាចំណុចសំខាន់នៃការជួយឲ្យរស់ឡើងវិញការដំឡើងសេតុណ្ហភាពទឹកវិញក្នុងល្បឿន0.5អង្សាសេក្នុង1ម៉ោងព្រមទាំងបន្ថែមសារធាតុអ៊ីយ៉ុងប៉ូតាស្យូមនិងម៉ាញ៉េស្យូមទៅក្នុងទឹកដើម្បីជួយឲ្យរាងកាយរបស់ក្តាមមានតុល្យភាពជាតិអេឡិចត្រូលិកឡើងវិញខ្ញុំស្ដាប់រហូតដល់ភ្លឹកស្មារតីនេះទើបហៅថាជាបច្ចេកទេសពិតប្រាកដចំណែករបៀបរកស៊ីរបស់ចាងហាវដែលពឹងផ្អែកលើការបង្ខំបញ្ចុះតម្លៃពឹងផ្អែកលើខ្សែរយៈនិងការបោកប្រាស់នោះនៅចំពោះមុខបច្ចេកទេសដ៏ខ្ពង់ខ្ពស់បែបនេះគឺគ្មានតម្លៃអ្វីបន្តិចសោះឡើយអស់រយៈពេល6ម៉ោងពេញតាចាស់គួយបាននៅយឺនក្បែរអាងទឹកដោយមិនដើរទៅណាឆ្ងាយឡើយគាត់បានវាស់សេតុណ្ហភាពទឹកនិងកម្រិតជាតិប្រៃរៀងរាល់15នាទីម្ដងរៀងរាល់កន្លះម៉ោងម្ដងគាត់បានចាក់ទឹកដែលផ្សំរួចសម្រាប់ជួយសង្គ្រោះចូលទៅក្នុងអាងម្ដងម៉ោង1រំលងអធ្រាត្រក្រុមស្ដេចក្តាមទី1ចាប់ផ្ដើមធ្វើចលនាម៉ោង2រំលងអធ្រាត្រស្ដេចក្តាមទាំង30ក្បាលបានដឹងខ្លួនឡើងវិញទាំងអស់ពួកវាចាប់ផ្ដើមវាយឺតនៅក្នុងអាងបងគួយអង្គុយលើកៅអីទាំងបែកញើសជោគខ្លួនប៉ុន្តែក្នុងភ្នែករបស់គាត់ពោពេញដោយពន្លឺជោគជ័យហើយខ្ញុំដើរសម្ដៅទៅទីនោះសម្លឹងមើលទៅក្នុងអាងទាំងនោះសត្វដ៏ធំសម្បើមដែលកំពុងវាយឺតស្រាប់តែមានអារម្មណ៍ថាស្រឡះក្នុងចិត្តរហូតចង់ស្រក់កាលពីថ្ងៃមុនខ្ញុំគ្រាន់តែជាកូនឈ្នួលម្នាក់ដែលត្រូវគេដេញចេញពីទីផ្សារឥឡូវនេះក្នុងដៃខ្ញុំមានត្រីអំពៅធម្មជាតិចំនួន5000ចិននិងស្ដេចក្តាមលំដាប់កម្ពុជាចំនួន30ក្បាលតម្លៃសរុបលើសពី1លានបងគួយបន្ទាប់ពីលក់ក្តាមមួយក្រុមនេះអស់ប្រាក់ចំណេញយើងចែកគ្នាពាក់កណ្ដាលម្នាក់មិនបាច់ទេបងមិនខ្វះលុយឡើយបងគ្រាន់តែចង់បង្ហាញថាឆ្អឹងចាស់របស់បងម្នាក់នេះមិនទាន់ប្រើការមិនកើតចុះតើបងចង់បានអ្វីទៅបងគួយស្ងប់ស្ងាត់មួយសន្ទុះរួចងើបមុខមកសម្លឹងមើលខ្ញុំស៊ីវអ៊ីបងថាអាថប់ទៀតចាំងហៅនោះបានរារាំងផ្លូវរកស៊ីរបស់ឯងមែនទេបាទតើបងមានគម្រោងធ្វើបែបណាតើឯងចង់គេចេញពីទីផ្សារណានឈឹងដើម្បីធ្វើចំនួនអស់មួយជីវិតមែនទេគឺគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះតើឯងមានន័យថាយ៉ាងម៉េចខ្ញុំនឹងទៅបើកស្តង់នៅទីផ្សារណានឈឹងឲ្យធំជាងស្តង់របស់ចាងហៅទៅទៀតប៉ុន្តែមិនមែនឥឡូវនេះទេចុះពេលណាទៅរងចាំរហូតដល់ខ្ញុំសន្សំទុនបានគ្រប់គ្រាន់រងចាំរហូតដល់ខ្ញុំមានក្រុមឡានដឹកទំនិញត្រជាក់ផ្ទាល់ខ្លួនមានប្រភពផ្គត់ផ្គង់ផ្ទាល់ខ្លួនមានអតិថិជនជាភោជនីយដ្ឋានឲ្យបានច្រើនគ្រាន់ដល់ពេលនោះខ្ញុំនឹងត្រឡប់ទៅទីផ្សារណានឈឹងវិញដោយមោទនភាពដើម្បីឲ្យចាងហៅដឹងថាអ្វីទៅដែលហៅថាការធ្វើចំនួនពិតប្រាកដបងគួយសម្លឹងមើលមុខខ្ញុំយ៉ាងយូររួចក៏សើចខ្លាំងល្អណាស់បាននិយាយសម្ដីអញបែបនេះបងមកជួយអញលើកនេះគឺមិនអត់ប្រយោជន៍ឡើយថ្ងៃក្រោយបើមានកន្លែងណាដែលត្រូវការបងអាចប្រាប់បងបានគ្រប់ពេលព្រឹកឡើងនៃថ្ងៃបន្ទាប់ខ្ញុំបានខលទៅលោកប្រធានលីវបាទស្ដេចក្តាមចំនួន30ក្បាលទាំងអស់សុទ្ធតែជាក្តាមរស់ដែលមានទម្ងន់លើសពី8ចិនតើលោកស្រួលមកមើលទំនិញនៅពេលណាដែរខាងទៀតនៃទូរស័ព្ទឆ្ងាត់ស្ងៀមអស់5វិនាទីឯងរកបានមែនឬរកបានហើយខ្ញុំនឹងទៅដល់ភ្លាម40នាទីក្រោយមក
លោកប្រធានលីវបានឈរនៅក្នុងឃ្លាំងត្រជាក់សម្លឹងមើលស្ដេចក្តាមទាំង30ក្បាលដែលកំពុងវាលយឺតនៅក្នុងអាងទឹកមុខរបស់គាត់ដូចជាបានរកឃើញអណ្ដូងរ៉ែមាសអញ្ចឹងក្តាមទាំងនេះលក់ក្នុងតម្លៃប៉ុន្មាន3500ក្នុងមួយក្បាលខ្ពស់ជាងតម្លៃទីផ្សារ500ប៉ុន្តែក្តាមរបស់ខ្ញុំអាចធានាបានថានៅរស់រវើកនៅលើទឹកក្នុងថ្ងៃពីពណ៌មុខម្ហូបលើសពីនេះទៅទៀតអ្នកដែលអាចប្រើបច្ចេកទេសឲ្យស្ដេចក្តាមដេកលក់ហើយដឹងខ្លួនវិញបាននៅក្នុងស្រុកយើងមានមិនលើសពី5នាក់នេះគឺជាម្នាក់ក្នុងចំណោមនោះលោកប្រធានលីវគ្រប់កាក់គ្រប់សេនដែលលោកចំណាយគឺទិញយកនៅការធានាផ្នែកបច្ចេកទេសយ៉ាងពិតប្រាកដលោកប្រធានលីវស្ងាត់មួយសន្ទុះរួចក៏លូកដៃមកព្រមព្រៀង30ក្បាលតម្លៃ150,000ចុះចំណែកលុយត្រីអំពើវិញលោកប្រធានលីវតើអាចទូទាត់នៅថ្ងៃនេះបានទេគ្មានបញ្ហាទេត្រី4800ចិនតាមដែលពួកយើងបានព្រមព្រៀងតម្លៃសរុបគឺ900,000បូករួមទាំងស្ដេចក្តាម150,000ទៀតសរុបទាំងអស់គឺ1,500,000លុយនឹងចូលកានីនៅរសៀលថ្ងៃនេះក្រោយពេលជូនដំណើរលោកប្រធានលីវខ្ញុំងាកមកមើលបងគួយអរគុណបងច្រើនហើយកុំមកចង់អរគុណអីបងនៅចុះសាននៅមានអាដាមមួយទៀតរងចាំបងទៅដាក់ចំណីឲ្យបងគួយដើរចេញពីឃ្លាំងត្រជាក់យឺតដោយសុកដៃទៅក្រោយដើរបានពី3ជំហានស្រាប់តែងាកមកវិញសៀវអ៊ីបាតស្តង់របស់ចាងហៅកាលពីមុនបងក៏ធ្លាប់ធ្វើការនៅទីនោះដែរអញដឹងទេថាហេតុអ្វីបានជាបងឈប់ហេតុអ្វីទៅពីព្រោះឪពុករបស់វាគឺចាងវ៉ាន់សានបានលួចដាក់សារធាតុហ្វ័រម៉ាលីនចូលក្នុងអាងត្រីបងបានរីកាដែរតែគ្មានអ្នកណាជឿក្រោយមកវាក៏ទម្លាក់កំហុសមកលើបងវិញថាបងជាអ្នកដាក់មនុស្សពេញមួយទីផ្សារជឿវាតែមិនជឿបងឡើយសម្លេងរបស់បងគួយគឺស្ងប់ស្ងាត់ណាស់ប៉ុន្តែខ្ញុំឃើញគាត់ក្តាប់ដៃយ៉ាងណែនដូច្នេះហើយសៀវអ៊ីលើកនេះអញមិនមែនត្រឹមតែមកយកកិត្តិយសឲ្យខ្លួនអញទេតែអញក៏តំណាងឲ្យអ្នកគ្រប់គ្នាដែលធ្លាប់រងការធ្វើបាបពីគ្រួសារតកូលដើម្បីស្រោចស្រង់មុខមាត់មកវិញបងគួយចាក់ចេញទៅបាត់ហើយខ្ញុំឈប់ម្នាក់ឯងនៅក្នុងឃ្លាំងត្រជាក់សម្លឹងមើលត្រីដែលកំពុងហែក្នុងអាងជាមួយក្តាមយាអធិរាជដែលកំពុងវាយឺតក្តាប់ដៃយ៉ាងណែននៅរសៀលថ្ងៃនោះលុយ1,500,000បានចូលកាន់នេះខ្ញុំបានវេលុយ60,000ឲ្យចៅហៃសឹងភ្លាម3វិនាទីក្រោយមកចៅហៃសឹងក៏បានផ្ញើសារជាសម្លេងមកថាអាប្អូនប្រុសការប្រាក់នេះវាច្រើនបន្តិចហើយទៅថ្ងៃមុខខ្ញុំនៅមានរឿងរំខានលោកច្រើនទៀតណាស់បន្ទាប់មកខ្ញុំក៏បានវេលុយ78,000ឲ្យជូហៃហ្វឹងប្អូនប្រុសចិនទៅថ្ងៃមុខទំនិញរបស់ជូហៃហ្វឹងម្នាក់នេះនឹងគត់គង់ឲ្យតែឯងម្នាក់គត់ចុងក្រោយខ្ញុំក៏បានវេលុយ15,000ឲ្យឡាគុយពេលឡាគុយទទួលលុយហើយគាត់ក៏បានផ្ញើសារជាសម្លេងមកថាលុយទុកទៅចាំដល់ថ្ងៃដែលឯងកំចាត់អាកនីនោះបានចាំប៉ៅស្រាខ្ញុំមួយពេលទៅបានហើយខ្ញុំកាន់ទូរស័ព្ទយ៉ាងណែនពូដល់មកមនុស្សក្នុងលោកនេះដែលចាំតែមើលបំណាំអញមានច្រើនណាស់ប៉ុន្តែមនុស្សដែលល្អចំពោះអញក៏មិនតិចដែរឲ្យតែឯងមានតម្លៃគ្រប់គ្រាន់ម៉ោង8យប់ខ្ញុំបានត្រឡប់មកដល់ផ្ទះជួវិញលោកអ៊ំកំពុងអង្គុយលើសាឡុងអង្គុយលើកជើងពាក់ខ្វែងខ្លាមើលទូរទស្សន៍យ៉ាងរំភើបពេលឃើញខ្ញុំដើរចូលតាមទ្វារគាត់ក៏ក្រហមដាក់អូហូត្រឡប់មកវិញហើយអីពីថ្ងៃនេះទៅដើរលេងសប្បាយនៅណាខ្លះម៉ែអញបារម្ភរហូតបាយមិននឹកទឹកមិនស្រេកទៅហើយម៉ាក់ខ្ញុំលេចមុខចេញពីក្នុងផ្ទះបាយភ្នែកគាត់ឡើងហាមក្រហមច្បាស់ជាទៅតែយំរួចទៀតហើយសៀវអ៊ីកូនទៅណាមកវិញអ៊ំអញថាកូនទៅវាគ្នាជាមួយគេរហូតជាប់គុំខាងបាត់ហើយអត់ទេខ្ញុំដើរទៅរកគាត់ដកកាត់ធនាគារមួយសន្លឹកចេញពីហោប៉ៅហុចដាក់ក្នុងដៃម៉ាក់ក្នុងនេះមានលុយ10,000ស្អែកនេះពួកយើងទៅបដូរឲ្យប៉ាសម្រាប់នៅបន្ទប់សង្គ្រោះពិសេសដែលល្អបំផុត10,000កូនបានលុយ10,000មកពីណាអូនកុំប្រាប់ថាអញទៅខ្ចីលុយការប្រាក់គេណាអត់ទេនេះជាលុយដែលខ្ញុំរកបានដោយខ្លួនឯងមនុស្សលក់ត្រីស្អុយដូចអញរកលុយបាន10,000ក្នុងរយៈពេល2ថ្ងៃកុហកខ្មោចអីលោកអ៊ំខ្ញុំចាំបានថាលោកអ៊ំធ្លាប់និយាយថាខ្ញុំគ្មានសមត្ថភាពកាត់មកមានវាសនាត្រឹមតែធ្វើការលីសែងលោកអ៊ំឥឡូវនេះខ្ញុំចង់សួរលោកអ៊ំវិញប្រាក់ខែលោកអ៊ំមួយខែ6,000លុយដែលខ្ញុំរកបានត្រឹមតែ2ថ្ងៃស្មើនឹងលោកអ៊ំធ្វើការមួយឆ្នាំកន្លងនោះតើអ្នកណាមានសមត្ថភាពហើយអ្នកណាគ្មានសមត្ថភាពឲ្យប្រាក់ឯងអាប់អូននេះចាប់ដើមរឹងស្លាប់ហើយមែនទេមានលុយអត់បន្តិចបន្តួចចាប់ដើមមើលងាយគេអញហើយមែនទេលោកអ៊ំផ្ទះនេះខ្ញុំជាអ្នកជួលបើលោកអ៊ំមកដើម្បីសួរសុខទុក្ខម៉ាក់ខ្ញុំស្វាគមន៍ជានិច្ចប៉ុន្តែបើលោកអ៊ំមកដើម្បីឌឺដងផ្លែផ្កាទ្វារនៅខាងនោះលោកអ៊ំហាមកចង់និយាយអ្វីខ្លះតែចុងក្រោយនិយាយអ្វីមិនចេញសោះក៏ដើរចេញទៅទាំងប្រវែងទ្វារខ្លាំងចាប់ដៃខ្ញុំទឹកភ្នែកហូរមកមិនឈប់សៀវអ៊ីកូនរកលុយបានមែនអីម៉ាក់ខ្ញុំធ្លាប់ប្រាប់ហើយមិនយូរទៀតទេខ្ញុំនឹងបដូរឲ្យប៉ាសម្រាប់នៅបន្ទប់សង្គ្រោះពិសេសដែលល្អបំផុតក្នុងទីក្រុងនេះបានកុហកម៉ាក់ទេម៉ាក់ខ្ទប់មុខយំរហូតញ័រខ្លួនប្រាណខ្ញុំអបគាត់ហើយអង្អែខ្នងគាត់ធ្នមម៉ាក់ទៅថ្ងៃមុខគ្មានអ្នកណាអាចមើលងាយគ្រួសារយើងបានទៀតទេគ្មានអ្នកណាអាចធ្វើបានឡើយកន្លះខែបន្ទាប់មកទៀតអាជីវកម្មរបស់ខ្ញុំបានរីកចម្រើនយ៉ាងរហ័សអ្នកចាត់ការលីវបានបញ្ជាទិញគ្រឿងសមុទ្រលំដាប់ខ្ពស់សម្រាប់ភោជនីយដ្ឋានហៃឆឹងទាំងអស់មកឲ្យខ្ញុំជាអ្នកគ្រប់គ្រងចំនួនបញ្ជាទិញប្រចាំសប្តាហ៍មានលើសពី30,000តាមរយៈការណែនាំរបស់អ្នកចាត់ការលីវខ្ញុំក៏ទទួលបានកិច្ចសន្យាគ្រប់គ្រងឲ្យភោជនីយដ្ឋានលំដាប់ខ្ពស់3កន្លែងទៀតក្នុងទីក្រុងពេលដែលជូហៃហ្វឹងត្រឡប់មកពីសមុទ្រវិញគាត់តែងតែប្រាប់ខ្ញុំមុនគេជានិច្ចទំនិញល្អទាំងអស់ត្រូវបានផ្ដល់អាទិភាពឲ្យខ្ញុំមុនគេគួយនៅជើសានបានជួយតាក់ទងម្ចាស់កសិដ្ឋានចិញ្ចឹមក្តាម2នាក់ឲ្យខ្ញុំទាំងក្តាមយាអធិរាជក្តាមមាត់ធំនិងប្រភពគ្រប់គ្រងក្តាមថ្មក៏មានស្ថិរភាពដែរក្នុងរយៈពេលកន្លះខែចរន្តសាច់ប្រាក់បានកើនឡើងលើសពី2លានម៉ាស៊ីនបំផ្លាញភ្លើងឯករាជ្យនៅក្នុងឃ្លាំងត្រជាក់ដំណើរការទាំងយប់ទាំងថ្ងៃមិនឈប់ឈររថយន្ត Classic ចំនួន10គ្រឿងក៏បានមកដល់ជាបន្តដែរខ្ញុំបានហៅបងប្អូនដែលគួរឲ្យទុកចិត្ត3នាក់ពីស្រុកកំណើតឲ្យមកជួយការងារដោយផ្ដល់ប្រាក់ខែឲ្យម្នាក់8,000ក្នុងមួយខែតែខ្ពស់ជាងតម្លៃទីផ្សារចំនួន2,000ចំពេលនោះឯងដំណឹងមួយបានរីកសុះសាយពេញរង្វង់អ្នករកស៊ីគ្រឿងសមុទ្រនៅហៃឆឹងទីហ្វុងលីជីម៉ាហ៊ាននឹងបោកបក់ចូលមកហើយស្ថានីយ៍យុទ្ធនិយមបានព្យាករណ៍នេះនឹងក្លាយជាព្យុះទីហ្វុងដែលខ្លាំងបំផុតដែលបោកបក់ចូលហៃឆឹងក្នុងរយៈពេល5ឆ្នាំចុងក្រោយត្រូវបានរំពឹងទុកថានឹងឡើងដល់កម្រិត14ពេលវេលាបោកបក់ចូលគឺនៅល្ងាចថ្ងៃបន្ទាប់ក្នុងរយៈពេល3ថ្ងៃថ្ងៃដែលដំណឹងនេះបានផ្សព្វផ្សាយចេញមកទីផ្សារគ្រឿងសមុទ្រភាគខាងត្បូងបានផ្អើលឆោឡោពេញតែម្ដងឈួតហើយមែនទេកម្រិត14ឯណោះទុករបស់ខ្ញុំបានបោកក្រោយត្រឡប់មកកំពុងផែវិញពាក់កណ្ដាលផ្លូវបាត់ហើយបែបហ្នឹងមិនល្អទេអីខាងភោជនីយដ្ឋានហុងយិនទៅតែទូរស័ព្ទហក់ឡើងមួយជាពីរមានប៉ុន្មានគឺយកប៉ុណ្ណឹងថៅកែទុកទាំងអស់កំពុងតែប្រញាប់ប្រញ័រត្រឡប់មកវិញត្រូវតែចូលចតក្នុងកំពង់ផែដើម្បីគេចពីខ្ចប់ឈូសមុនពេលព្យុះទីហ្វុងមកដល់នេះមានន័យថាយ៉ាងហោចណាស់5ថ្ងៃបន្ទាប់ទៀតក្នុងក្រុងហៃឆឹងទាំងមូលនឹងគ្មានគ្រឿងសមុទ្រថ្មីចូលមកឡើយចំណែកឯតម្រូវការរបស់ភោជនីយដ្ឋាននឹងមិនថយចុះទេថ្ងៃដែលមានព្យុះទីហ្វុងបែរជាពេលដែលភោជនីយដ្ឋានគ្រឿងសមុទ្ររកស៊ីដាច់បំផុតទៅវិញខាងក្រៅមេឃកំពុងតែមានខ្យល់បក់បក់និងមនុស្សនាំគ្នាជ្រកក្នុងភោជនីយដ្ឋានដើម្បីញ៉ាំគ្រឿងសមុទ្រនិងផឹកស្រាវាគឺជាប្រពៃណីរាប់សិបឆ្នាំមកហើយរបស់អ្នកក្រុងហៃឆឹងការគ្រប់គ្រងមិនគ្រប់គ្រាន់តាមតម្លៃការគាត់ជាហក់ឡើងខ្ពស់ក៏ពុកជាមិនខ្ញុំអង្គុយនៅក្នុងបន្ទប់ត្រជាក់រួចចុចម៉ាស៊ីនគិតលេខយ៉ាងលឿនស្លេវពេលនេះនៅក្នុងបន្ទប់ត្រជាក់នៅមានទំនិញប្រហែលត្រីចម្រុះគ្រប់ប្រភេទចំនួន2,000ជីនបូករួមទាំងទំនិញចុងក្រោយរបស់ជើហៃហ្វុងដែលនឹងមកដល់ថ្ងៃស្អែកប្រហែល3,000ជីនសរុបទាំងអស់គឺ5,000ជីនបើតាមស្ថានភាពទីផ្សារក្នុងថ្ងៃមានព្យុះទីហ្វុងយ៉ាងហោចណាស់ក៏អាចលក់បានក្នុងតម្លៃ2ដងនៃតម្លៃធម្មតាដែរប៉ុន្តែប៉ុណ្ណឹងវានៅមិនទាន់គ្រាន់នៅស្ទើរខ្លាំងណាស់អ្វីដែលខ្ញុំត្រូវការមិនមែនជាការរកស៊ីលំនោះទេប៉ុន្តែវាគឺជាការវាយលុកទីផ្សារទាំងស្រុងតែម្ដងខ្ញុំបានចុចទូរស័ព្ទទៅរកបងហៃមានឈ្មោះពិតថាចៅហៃគាត់គឺជាអ្នកបោះដុំគ្រឿងសមុទ្រធំជាងគេនៅលៀនយិនកាងគឺលោកតាចាស់ជាអ្នកណែនាំឲ្យខ្ញុំស្គាល់គាត់បណ្ដាញគ្រប់គ្រងរបស់គាត់គ្រប់ដណ្ដប់ពេញឆ្នេរសមុទ្រភាគខាងកើតចាប់តាំងពីលីវនីងរហូតដល់ហ្វូជៀនសុទ្ធតែជាច្រកមួយរបស់គាត់ទាំងអស់បងហៃខ្ញុំចិនអ៊ីប្អូនប្រុសរបស់បងនឹងឮថាដូននេះឯងរកស៊ីកាក់កប់ខ្លាំងណាស់នៅក្រុងហៃឆឹងបងហៃសរសើរហួសហេតុខ្ញុំមានរឿងចង់ឲ្យបងជួយបន្តិចគឺរឿងផលចំណេញពីព្យុះទីហ្វុងលីជីម៉ានឹងបោកបក់ចូលក្រុងហៃឆឹងក្នុងរយៈពេល3ថ្ងៃខ្ញុំត្រូវការកម្ងទំនិញមួយធំកាន់តែច្រើនកាន់តែល្អបងប្រុសឯងចង់ភ្នាល់ជាមួយព្យុះទីហ្វុងនេះធំប៉ុណ្ណាទៅចាប់ផ្ដើមពី30,000ជីនទៅ
30,000 anhដឹងទេថាគ្រឿងសមុទ្រ30,000ក្នុងរដូវព្យុះវានឹងមានតម្លៃប៉ុន្មានទៅគ្រាន់តែថ្លៃដើមទិញចូលក៏ត្រូវអស់ជាង1,50,000 យ៉នបាត់ទៅហើយតើឯងមានដើមទុនច្រើនដល់ថ្នាក់ហ្នឹងទេខ្ញុំមានប្រាក់ចំណេញដែលសន្សំបានក្នុងកំឡុងពេលនេះរួមទាំងប្រាក់កក់ដែលខ្ញុំអាចទារបានពីខាងអ្នកចាត់ការលីវទៀត1,50,000 យ៉នខ្ញុំអាចរកបានបងឲ្យនៅស្ងៀមមួយសន្ទុះធំរួចក៏និយាយថាព្រមបងនឹងជួយអញប៉ុន្តែបងសូមនិយាយរឿងអាក្រក់ទុកជាមុនសិនទំនិញ30,000ដឹកពីលានយានកាំងមកដល់ហៃឈឹងក្នុងស្ថានភាពធម្មតាត្រូវចំណាយពេល5ម៉ោងប៉ុន្តែក្នុងថ្ងៃមានព្យុះស្ថានភាពផ្លូវគឺមិនអាចគ្រប់គ្រងបានបញ្ហាមិនស្រួលនៅតាមផ្លូវហើយទំនិញត្រូវកកស្ទះនៅក្នុងដៃអញមិនអាចបន្ទោបងបានទេណាបងឲ្យខ្ញុំគ្រាន់តែត្រូវការឲ្យបងជួយរៀបចំទំនិញឲ្យរួចរាល់ប៉ុណ្ណោះចំណែករឿងដឹកជញ្ជូនខ្ញុំនឹងចាត់ចែងដោយខ្លួនឯងហាបងប្រុសអញពិតជាមានចិត្តក្លាហានមែនអញ្ចឹងបងនឹងរៀបចំត្រីចាប់ត្រីដោត្រីលឿងមឹករួមទាំងបង្កងនិងក្តាមឲ្យគ្រប់ចំនួន30,000 សម្រាប់អញចំណែកតម្លៃបងគិតត្រឹម 80% នៃតម្លៃធម្មតាគុណច្រើនបងហីមិនបាច់អរគុណទេលោកតាចាស់ធ្លាប់បានប្រាប់បងពីប្រវត្តិរបស់អញហើយពួកត្រកូលចាងដាវអ៊ូតអាងធ្វើបាបគេអញនៅក្រុងហៃឈឹងអស់30ឆ្នាំក៏ដល់ពេលដែលត្រូវមានអ្នកមកបញ្ឈប់ពួកគេដែរក្រោយពេលដាក់ទូរស័ព្ទចុះខ្ញុំក៏បានចុចទូរស័ព្ទទៅរកអ្នកចាត់ការលីវព្រាមអ្នកចាត់ការលីវព្យុះទីហ្វុងចិត្តមកដល់ហើយខ្ញុំត្រូវការប្រាក់កក់មួយចំនួនប៉ុន្មានដែរ50,000 យ៉ន50,000 យ៉នថៅកែឈិនចំនួននេះមិនតិចទេណាអ្នកចាត់ការលីវបន្ទាប់ពីព្យុះបកចូលហើយការផ្គត់ផ្គង់គ្រឿងសមុទ្រទូទាំងក្រុងហៃឈឹងនឹងត្រូវកាត់ផ្តាច់យ៉ាងហោចណាស់5ថ្ងៃដល់តម្លៃលើទីផ្សារនឹងហក់ឡើងដល់កម្រិតណាលោកប្រកាសជាដឹងច្បាស់ជាងខ្ញុំទៅទៀតចំពោះប្រាក់កក់50,000 យ៉ននេះខ្ញុំធានាថាក្នុងរយៈពេល3ថ្ងៃនឹងសងត្រឡប់មកវិញជាគ្រឿងសមុទ្រដែលមានតម្លៃដល់ទៅ80,000 យ៉ននេះស្មើនឹងការបញ្ចុះតម្លៃឲ្យលោកដល់ទៅ40ថៅកែឈិនលបាយមួយនេះលោកលេងធំគ្រាន់បើហើយចង់បានត្រូវតែហ៊ានប្រថុយយកព្រមប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយលោកអញ្ជើញនិយាយមកក្នុងកំឡុងពេលមានព្យុះការផ្គត់ផ្គង់គ្រឿងសមុទ្រឲ្យភោជនីយដ្ឋានក្នុងក្រុងហៃឈឹងលោកត្រូវតែផ្គត់ផ្គង់ឲ្យខ្ញុំតែម្នាក់ឯងតាមផ្គត់ផ្គង់ឲ្យកន្លែងផ្សេងដាច់ខាតព្រមព្រៀងនៅខណៈដែលលុយ50,000 យ៉នចូលក្នុងកណ្ដេខ្ញុំក៏បានក្តាប់ដៃយ៉ាងណែននេះគឺជាការភ្នាល់ដោយដាក់ដើមទុនទាំងអស់ដែលមានក្នុងជីវិតបើឈ្នះខ្ញុំនឹងបានផ្លាស់ប្ដូរវាសនាទាំងស្រុងបើចាញ់ខ្ញុំនឹងត្រូវរលីខ្លួនគ្មានថ្ងៃងើបតែខ្ញុំគ្មានផ្លូវថយក្រោយទៀតទេចាំងហៅនឹងឪពុករបស់គេចាំងវ៉ាន់សានបានប្រកាសហើយថានឹងរីរាំងមុខរបស់ខ្ញុំនៅផ្សារគ្រឿងសមុទ្រហៃឈឹងឲ្យដល់ទីបញ្ចប់ប្រសិនបើខ្ញុំមិនអាចឆ្លៀតឱកាសពេលមានព្យុះនេះដើម្បីដណ្ដើមជ័យជំនះឲ្យបានក្នុងពេលតែមួយពេលព្យុះកន្លងផុតទៅពួកគេនឹងប្រើគ្រឹះ30ឆ្នាំរបស់ពួកគេមកកំទេចខ្ញុំបន្តិចម្ដងជាមិនខានប្រសៀលថ្ងៃបន្ទាប់ទុករបស់ជើហៃហ្វឹងបានចូលចិត្តហើយទំនិញ 3,000 គីឡូសុទ្ធតែមានគុណភាពល្អណាស់ខ្ញុំបានទូទាត់ប្រាក់ថ្លៃទំនិញនៅនឹងកន្លែងហើយដឹកទៅទុកក្នុងឃ្លាំងត្រជាក់ទាំងអស់ក្នុងពេលជាមួយគ្នានោះដែរបងហៃក៏បានខលមកប្រាប់ថាប្អូនប្រុសឈិនទំនិញ 30,000 គីឡូត្រូវបានរៀបចំដាក់ក្នុងឡានដឹកទំនិញក្លាសេធនធ្ងន់ពីគ្រឿងបានគ្រប់ពេលមែនហើយប្អូនប្រុសឈិនខ្ញុំរំលឹកឯងម្ដងទៀតណាព្យុះនឹងបក់មកដល់នៅល្ងាចស្អែកអញត្រូវតែដឹកទំនិញមកដល់ហៃឈឹងឲ្យបានមុនថ្ងៃត្រង់ស្អែកបើយឺតជាងនេះគេនឹងបិទផ្លូវលឿនអញនឹងត្រូវវិនិច្ឆ័យមិនខានខ្ញុំដឹងហើយនិយាយរួចខ្ញុំក៏បិទទូរស័ព្ទខ្ញុំបានហៅបងប្អូនទាំង3នាក់មកកាន់ឃ្លាំងត្រជាក់អាឡូអញទទួលខុសត្រូវរៀបចំការងារនៅខាងឃ្លាំងត្រជាក់នេះពេលទំនិញមកដល់ត្រូវបែងចែកតាមការកម្មង់របស់ភោជនីយដ្ឋានត្រូវធ្វើឲ្យលឿនអាចាំងអញទទួលខុសត្រូវតាក់ទងជាមួយខាងភោជនីយដ្ឋានថ្ងៃមានព្យុះបែបនេះពួកគេប្រកាសជាប្រញាប់ហើយអញត្រូវទប់ទល់ឲ្យជាប់តាខ្វិនអញទៅយកទំនិញនៅលានយន្តកាំងជាមួយខ្ញុំពួកគេទាំង3នាក់ឆ្លើយព្រមគ្នាពេលនោះទ្វារឃ្លាំងត្រជាក់ក៏ត្រូវបានគេរុញបើកពីខាងក្រៅអ៊ំប្រុសបានដើរចូលមកចាប់តាំងពីលើកមុនដែលខ្ញុំយកលុយ 10,000 ទៅបោកមុខគាត់មិនដែលបង្ហាញមុខអស់រយៈពេលកន្លះខែមកហើយទឹកមុខរបស់អ៊ំប្រុសហាក់ដូចជាមិនសូវសំសួនសោះគាត់ញីដៃចុះឡើងហើយដើរមកជិតខ្ញុំអាអ៊ីមើលថាអញនឹងទៅដឹកទំនិញនៅលានយន្តកាំងមែនទេថ្ងៃមានព្យុះផ្លូវថ្នល់មិនសុវត្ថិភាពទេឲ្យអ៊ំទៅជាមួយឯងទៅអ៊ំបើកឡានដឹកទំនិញផ្លូវឆ្ងាយ20ឆ្នាំហើយស្ថានភាពផ្លូវបែបណាក៏អ៊ំធ្លាប់ជួបដែរខ្ញុំសម្លឹងមើលគាត់ក៏ស្រាប់តែយល់ថាគាត់មិនមែនមកដើម្បីជួយទេគឺគាត់មកដើម្បីសុំជ្រកកោនបន្ទាប់ពីលើកមុនខ្ញុំដេញគាត់ចេញទៅគាត់ប្រកាសជាទៅគិតអស់រយៈពេលយ៉ាងយូរម៉ាក់របស់ខ្ញុំក៏ប្រហែលជាដាក់សម្ពាធឲ្យគាត់ដែរឥឡូវនេះគឺថាខ្ញុំចង់រកស៊ីធំគាត់ខ្លាចខកខានឱកាសនេះខ្លាចថាថ្ងៃក្រោយមិនអាចតោងខ្ញុំបានទៀតធម្មជាតិរបស់មនុស្សគឺបែបនឹងឯងពេលដែលឯងធ្លាក់ខ្លួននរណាក៏ចង់មកជន់ពន្លិចដែរតែដល់ពេលឯងមានបានអ្នកដែលធ្លាប់ជន់ឯងពីមុននឹងខ្លាចជាអ្នកដំបូងគេដែលមករំលងឯងខ្ញុំបំរុងនឹងបដិសេធតែមកគិតមើលទៅវិញទោះបីជាអ៊ំប្រុសជាមនុស្សមើលងាយគេមែនតែគាត់ពិតជាអ្នកបើកបរឡានធំដែលមានបទពិសោធន៍20ឆ្នាំមែនការបើកបរផ្លូវឆ្ងាយក្នុងថ្ងៃមានព្យុះមានអ្នកបើកបរដែលមានបទពិសោធន៍ម្នាក់ទៀតក៏កាន់តែមានសុវត្ថិភាពដែរយកព្រមអ៊ំប្រុសអ៊ំទៅជាមួយខ្ញុំចុះចប់ការងារលើកនេះខ្ញុំនឹងឲ្យលុយអ៊ំ 20,000 ភ្នែករបស់អ៊ំប្រុសក៏ភ្លឺឡើងភ្លាមរួចក៏ធ្វើពុតជារីរែកបន្តិចហើយក៏វិដៃមនុស្សគ្រួសារតែមួយនិយាយរឿងលុយកាក់ធ្វើអី 20,000 បើចង់បានក៏យកទៅបើមិនចង់បានទេក៏ត្រឡប់ទៅវិញទៅយប់នោះវេលាម៉ោង 8ខ្ញុំតាក់ខ្វិននិងអ៊ំប្រុសពូយើងទាំង3នាក់បានបើកឡានដឹកទំនិញក្លាសេធនធ្ងន់2គ្រឿងចេញពីហៃឈឹងសម្ដៅទៅកាន់លានយន្តកាំងមុនពេលចេញដំណើរខ្ញុំបានខលទៅរកបងគុយខ្ញុំទៅយកទំនិញនៅលានយន្តកាំងហើយខាងចាំងហៅមានចង់ណាអីទេពេលនេះមិនទាន់មានអ្វីទេប្រយ័ត្នខ្លួនបន្តិចចាំងវ៉ាន់សានជីកញ្ជ្រងចាស់គេកាន់កាប់ទីផ្សារភាគខាងត្បូងអស់រយៈពេល30ឆ្នាំហើយដើម្បីចុះខ្វក់បែបណាក៏គេហ៊ានធ្វើដែរខ្ញុំដឹងហើយនិយាយរួចខ្ញុំក៏បិទទូរស័ព្ទខ្ញុំកាន់ចង្កូតយ៉ាងណែនរួចបើកចូលទៅក្នុងភាពងឹតនៃរីពេលម៉ោងក្រោយមកពួកយើងបានទៅដល់លានយន្តកាំងបងហេបានឈរចាំនៅមាត់ច្រកផ្លូវលឿនលឿនរួចជាស្រេចទំនិញល្អលើសពីអ្វីដែលខ្ញុំបានគិតទៅទៀតត្រីឆាងមានស្រកាភ្លឺរលោងត្រីដាវមានភ្នែកខ្លាឆ្វងត្រីហូងមានស្រគាពណ៌ក្រហមឆ្អៅចំណែកមឹកវិញនៅកំពុងតែរស់ទឹកខ្មៅនៅក្នុងធុងទឹកនៅឡើយបងហេពិតជាទុកមុខឲ្យខ្ញុំមែនគាត់បានទុកទំនិញដែលល្អបំផុតឲ្យខ្ញុំទាំងអស់បងហេតើអស់ប៉ុន្មានដែរ1,48,000ខ្ញុំមិនរៀបរែកឡើយក៏វាលុយឲ្យគាត់ភ្លាមនៅនឹងកាលពេលទំនិញឡើងឡានបានប្រើអស់រយៈពេល2ម៉ោងម៉ោង3ទៀតភ្លឺឡានដឹកទំនិញក្លាសេធនធំ2គ្រឿងដឹកគ្រឿងសមុទ្រពេញចំនួន 30,000 ចិនចេញដំណើរពីលានយន្តកាំងសម្ដៅទៅកាន់ក្រុងហៃឈឹងមេឃចាប់ផ្ដើមមានភ្លៀងរលឹមស្រេចផ្លិតទឹកនៅលើកញ្ចក់មុខឡានបានបក់ទៅមកឆ្វេងស្ដាំបន្លឺសំឡេងគិតតាមចង្វាក់ឡាននៅលើផ្លូវ highway កាន់តែតិចទៅយូរម្ដងមានឡានដឹកទំនិញធំមួយបើកកាត់ទាំងសន្ធោសន្ធៅធ្វើឲ្យបាញ់ទឹកទៀតយ៉ាងខ្លាំងអ៊ំប្រុសអង្គុយនៅកៅអីខាងមុខក្បែរអ្នកបើកបរសម្លឹងមើលទៅផ្លូវខាងមុខ CVE ភ្លៀងនេះកាន់តែខ្លាំងទៅហើយខ្ញុំបានមើលការព្យាករណ៍អាកាសធាតុកម្លាំងខ្យល់ព្យុះទីហ្វុងនៅចំកណ្ដាលមានកម្រិតយ៉ាងហោចណាស់14កំពុងតែមានល្បឿន20គីឡូម៉ែត្រក្នុង1ម៉ោងសម្ដៅទៅរកក្រុងហៃឈឹងរំពឹងថានឹងបក់មកដល់នៅម៉ោង5:00 ល្ងាចថ្ងៃនេះពេលនេះគឺម៉ោង4ទៀបភ្លឺនៅសល់ចម្ងាយ400គីឡូម៉ែត្រទៀតទើបដល់ក្រុងហៃឈឹងបើតាមល្បឿនធម្មតាមុនម៉ោង10ព្រឹកគឺអាចទៅដល់ហើយប៉ុន្តែសន្ទុះភ្លៀងកំពុងតែកើនឡើងយ៉ាងខ្លាំងម៉ោង5ទៀបភ្លឺពួកយើងបានចូលដល់ភូមិកណ្ដាលនៃខេត្តជាងស៊ូផ្លិតទឹកបើកដល់កម្រិតលឿនបំផុតនៅតែមើលផ្លូវខាងមុខមិនច្បាស់ដដែលខ្យល់ខ្លាំងបក់នាំមកនៅភ្លៀងយ៉ាងសន្ធប់មកលើទូឡានពីចំហៀងឡានដឹកទំនិញធំទាំងមូលរង្គើតិចទឹកមុខអ៊ំប្រុសកាន់តែតានតឹងឡើង CVE ខាងមុខគឺជាស្ពានស៊ូធំកម្លាំងខ្យល់បែបនេះស្ពានអាចនឹងត្រូវបិទនៅពេលណាក៏បានមិនអាចចាំបានទេត្រូវតែប្រញាប់ឆ្លងកាត់មុនពេលគេបិទស្ពានខ្ញុំខំថ្មីសង្កត់ចិត្តរក្សាល្បឿនឡានឲ្យនៅថេរក្នុងកម្រិត60ម៉ៃល៍នេះគឺជាល្បឿនដែលមានសុវត្ថិភាពបំផុតតែរក្សាបានក្នុងពេលមានខ្យល់ព្យុះបែបនេះ
អ៊ំប្រុសនៅស្ងៀមមួយសន្ទុះក៏ស្រាប់តែនិយាយថាសៀវអ៊ីពីមុនអ៊ំខុសចំពោះក្មួយណាកាលនោះក្មួយធ្វើការឲ្យចាំងហាវអស់មួយឆ្នាំបានលុយតែ50000យ៉ងអ៊ំថែមទាំងស្ដីឲ្យក្មួយថាជាមនុស្សពីភ្នែកអ៊ំមើលមិនធ្លុះអ៊ំរឿងពីមុនកុំរំលឹកអីឲ្យអ៊ំនិយាយឲ្យចប់សិនកាលម៉ាក់ក្មួយរៀបការចូលគ្រួសារតកូលឈិនអ៊ំធ្លាប់បានជំទាស់ប៉ារបស់ក្មួយជាមនុស្សស្លូតបូតពេកមួយជីវិតគ្មានភាពជោគជ័យអ្វីសោះអ៊ំស្មានថាក្មួយនឹងដូចគាត់ដែរមិននឹកស្មានថាក្មួយខ្លាំងជាងប៉ារបស់ក្មួយដល់ទៅមួយម្ដងបែបនេះខ្ញុំមិនដឹងថាត្រូវនិយាយអ្វីឡើយមនុស្សម្នាក់នេះធ្លាប់តែមើលងាយគេអញអស់មួយជីវិតប៉ុន្តែនៅខណៈពេលដែលគាត់និយាយពាក្យទាំងនេះចេញមកសម្លេងរបស់គាត់គឺញ័រត្រូវម៉ោង6កន្លះព្រឹកខ្យល់ខ្លាំងនៅលើស្ពានស៊ូថងបានឡើងដល់កម្រិត8ទៅហើយទឹកដែលដក់នៅលើស្ពានត្រូវកង់ឡានកិនពីលើធ្វើឲ្យបាញ់ទឹកឡើងខ្ពស់ជាង2ម៉ែត្រស្ពានទាំងមូលយោតិចតាមកម្លាំងខ្យល់ទោះជាសត្វយក្សដែលកំពុងអណ្តែតលើផ្ទៃទន្លេខ្ញុំកាន់ចង្កូតយ៉ាងណែនបាត់ដៃសុទ្ធតែញើសឡានខ្លះសេពីគ្រឿងបើកបន្តកន្ទុយគ្នាឆ្លងកាត់ស្ពានយឺតក្នុងល្បឿនមិនដល់40ម៉ៃល៍ផងសម្លេងវិទ្យុតាក់ទងក្នុងឡានបានបន្លឺឡើងគឺជាសម្លេងរបស់ដាជុនដែលនៅខាងក្រោយបងអ៊ីខ្យល់ខ្លាំងពេកហើយឡានចិត្តនឹងត្រឡប់ទៅហើយកាន់ចង្កូតឲ្យជាប់កុំជន់ហ្វ្រាំងបើក្នុងល្បឿនថេដើម្បីឆ្លងកាត់ម្នាក់នេះខ្វះបទពិសោធន៍ពេកហើយជុកខ្យល់បោកចំហៀងបែបនេះមិនត្រូវស្លន់ស្លោកាន់តែញីមានគ្រោះថ្នាក់គ្រានោះឯងខ្យល់បោកពីចំហៀងយ៉ាងខ្លាំងបានបក់មកពីខាងស្ដាំទូឡានបានរំកិលយ៉ាងខ្លាំងមួយទំហឹងអ៊ំប្រុសបានលូកដៃមកជួយចាប់ចង្កូតតម្រង់ទីឲ្យខ្ញុំកុំខ្លាចរក្សាលំនឹងឲ្យជាប់3នាទីក្រោយមកពួកយើងបានឆ្លងផុតស្ពានស៊ូថងអ៊ំប្រុសដកដង្ហើមធំដោយក្តីធូរស្រាលលើថ្ងាសគាត់សុទ្ធតែញើសអញបើកឡាន20ឆ្នាំហើយនេះជាលើកទី1ហើយដែលឆ្លងស្ពានទាំង20បុកពូបែបនេះម៉ោង9ព្រឹកភ្លៀងបានធំថយបន្តិចហើយប៉ុន្តែមេឃងឹតដូចជាពេលល្ងាចអញ្ចឹងពួកយើងនៅសល់ចម្ងាយ100គីឡូម៉ែត្រទៀតពីក្រុងហៃឈិនទូរស័ព្ទរត់ឡើងគឺអាឡុងបងអ៊ីមានរឿងហើយមានរឿងអីមនុស្សរបស់ចាំងហាមកដល់ឃ្លាំងខ្លះសេះហើយតើពួកគេចង់ធ្វើអីពួកគេមកគ្នា5មួយនាក់ថាចង់មកពិនិត្យប្រព័ន្ធពន្លត់អគ្គិភ័យក្នុងឃ្លាំងខ្ញុំប្រាប់ថាថៅកែមិននៅទេពួកគេក៏រករឿងចង់គាត់ទ្វារខាត់ពួកគេឲ្យជាប់ខ្ញុំនឹងទេឲ្យប៉ូលីសភ្លាមប្តឹងប៉ូលីសរួចហើយប៉ុន្តែពួកគេនិយាយថាត្រូវរងចាំមិនទាន់និយាយចប់ផងស្រាប់តែមានសម្លេងផ្ទុះយ៉ាងខ្លាំងចេញពីក្នុងទូរស័ព្ទវាគឺជាសម្លេងទ្វារដែកដែលត្រូវបានគេគាស់ចង់បន្ទាប់មកគឺជាសម្លេងស្រែកយ៉ាងខ្លាំងរបស់អាឡុងថាពួកឯងធ្វើស្អីហ្នឹងទីនេះជាកន្លែងឯកជនសម្លេងប៉ះទង្គិចមួយយ៉ាងធ្ងន់សម្លេងរបស់អាឡុងក៏ដាច់បាត់ទៅមានសម្លេងចម្លែកម្យ៉ាងងឺចេញពីក្នុងទូរស័ព្ទឬទាំងសម្លេងសាច់ថាឈិនអ៊ីមែនទេថៅកែចាំងឲ្យខ្ញុំមកផ្ដាំផ្ញើពាក្យខ្លះទៅឯងអាជីវកម្មគ្រឿងសមុទ្រនៅហៃឈិនគឺជារបស់ត្រកូលចាំងមនុស្សស៊ីឈ្នួលកំពេចកំពប់ដូចជាឯងសំនឹងបើកខ្លាំងត្រជាក់ដែរហើយទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ឈាមរបស់ខ្ញុំឡើងដល់ក្បាលភ្លាមចាំងហាវអញមើលងាយមនុស្សហួសហេតុពេកហើយតាជួនបង្កើនល្បឿនមិនខ្វល់ទេបើកឲ្យអស់ល្បឿនទៅមុខបងអ៊ីអាកាសធាតុបែបនេះបើកល្បឿនលឿនពេកវាគ្រោះថ្នាក់ណាស់បង្កើនល្បឿនឡានដឹកទំនិញត្រជាក់ទាំងពីរគ្រឿងកំពុងតែសម្រុកទៅកាន់ក្រុងហៃឈិនយ៉ាងលឿនក្នុងចំណោមភ្លៀងធ្លាក់យ៉ាងខ្លាំងអ៊ំប្រុសដែលនៅក្បែរនោះបានចុចខលទូរស័ព្ទរួចនិយាយថាអាឡូអាប្អូនទី3ឯងនាំបងប្អូនកូនចៅរបស់ឯងមកឥឡូវនេះទៅកាន់ឃ្លាំងលេខ5ក្នុងសួនឡូជីស្ទីកត្រជាក់ណានឈឹងភ្លាមមានមនុស្សទៅបង្កបញ្ហានៅទីនោះមែនហើយជួយខាត់ពួកវាឲ្យខ្ញុំផងបើមានបញ្ហាអីខ្ញុំជាអ្នកទទួលខុសត្រូវរួចក៏បិទទូរស័ព្ទលោកអ៊ំប្រុសសម្លឹងមកខ្ញុំលោកពូទី3របស់ក្មួយពីមុនធ្លាប់ធ្វើជាមេជាងសំណង់មានកូនចៅរាប់សិបនាក់អ៊ំឲ្យគាត់នាំមនុស្សទៅទប់ទល់នៅទីនោះមុនហើយអរគុណណាស់លោកអ៊ំអរគុណស្អីទៅពួកត្រកូលចាំងហ៊ានមើលងាយក្មួយប្រុសរបស់ខ្ញុំវាដូចជាមកផ្ទះកំភ្លៀងវ៉ាន់ឈីងក៏ខ្ញុំអញ្ចឹងម៉ោង10:15នាទីព្រឹកទីបំផុតពួកយើងបានមកដល់ក្រុងហៃឈិនសួនឡូជីស្ទីកត្រជាក់ណានឈឹងភ្លៀងបានធ្លាក់ចុះមកយ៉ាងខ្លាំងដូចគេចាក់ទឹកដែលដក់ក្នុងសួនឡូជីស្ទីកទាំងមូលបានឡើងលេចដល់កញ្ជើងបាត់ទៅហើយខ្ញុំលោតចុះពីលើឡានរួចរត់ចូលទៅក្នុងឃ្លាំងត្រជាក់ទ្វារឃ្លាំងត្រជាក់ត្រូវបានគេគាស់ចំហពីខាងក្រៅសោទ្វាររបូតធ្លាក់នៅម្ខាងនៅខាងក្នុងមានសភាពរញ៉េញ៉ៃខ្លាំងណាស់ត្រីពីរបីកេសត្រូវបានគេក្រឡាប់ចាក់លើដីទឹកនៅក្នុងអាងខ្ទាតពេញសពកន្លែងអាឡុងកំពុងផ្អែកក្នុងនឹងជញ្ជាំងមានឈាមហូរតាមជ្រុងមាត់ប៉ុន្តែគាត់នៅដឹងខ្លួននៅឡើយនៅក្បែរគាត់ក្នុងឈុតពលកម្មប្រហែល10នាក់កំពុងឈរការពារអ្នកដឹកនាំគឺជាបរិះមាសធំម្នាក់ដែលមានក្បាលទំពេកគាត់គឺជាលោកពូទី3របស់ខ្ញុំវ៉ាងទៅពីវចំណែកឯនៅកណ្ដាលឃ្លាំងត្រជាក់វិញមានបរិះមាសធំ5ទៅ6នាក់ស្លៀកពាក់អាវយឺតពណ៌ខ្មៅអ្នកដឹកនាំពួកវាមានសក់កាត់ខ្លីចិត្តគឺជាកូនចៅចំណិតរបស់ចាំងហាវដែលគេហៅថាបងឡុងម្ចាស់ការមកដល់ហើយតើចិនអ៊ីថៅកែចាំងឲ្យខ្ញុំមកពិនិត្យមើលឃ្លាំងត្រជាក់របស់ឯងថាតើវាស្របតាមបទដ្ឋានក៏មិនស្វាគមន៍ខ្ញុំទ្វារឃ្លាំងត្រជាក់នេះគឺឯងជាអ្នកគាស់មែនទេមែនហើយចុះយ៉ាងម៉េចចង់ប្តឹងប៉ូលីសមែនទេប្តឹងទៅពេលប៉ូលីសមកដល់ខ្ញុំនឹងប្រាប់ថាគ្រាន់តែមកពិនិត្យតាមធម្មតាប៉ុណ្ណោះតើឯងអាចធ្វើអីខ្ញុំបានលោកអ៊ំប្រុសដើរចេញពីខាងក្រោយមករួចសម្លឹងមើលទៅបងឡុងដោយខ្សែភ្នែកត្រជាក់ស្រិបហើយនិយាយថាឯងឈ្មោះអាឡុងមែនទេគ្រាន់តែជាឆ្កែបម្រើម្នាក់របស់ចាំងវ៉ាន់សានសោះហ៊ានមកលោឡានៅទីនេះផងហើយតើឯងជាអ្នកណាខ្ញុំគឺជាអ៊ំរបស់គេសាកប៉ះពាល់ក្មួយប្រុសរបស់ខ្ញុំតែមួយម្រាមដៃមើលខ្ញុំនឹងធ្វើឲ្យឯងដើរចេញពីសួនឡូជីស្ទីកនេះមិនរួចឡើយកម្មកររាប់សិបនាក់ដែលនៅពីក្រោយលោកពូទី3បានបោះជំហានទៅមុខព្រមគ្នាដើម្បីគំរាមភ្នែករបស់អាឡុងចាប់ដើមញ័ររន្ធត់បន្តិចព្រោះមនុស្សដែលវានាំមកមានតែ5ទៅ6នាក់ចំណែកខាងនេះវិញមានរហូតដល់ទៅជាង10នាក់បានហើយឈិនអ៊ីឯងខ្លាំងណាស់ថៅកែចាំងឲ្យខ្ញុំមកប្រាប់ឯងថាក្នុងថ្ងៃដែលមានព្យុះនេះទំនិញនៅក្នុងទីផ្សារណានឈឹងគុំសង្ឃឹមថាអាចសល់ដល់ដៃឯងសំបីតែឆ្អឹងត្រីមួយក៏របបអេកចៃអស់ទាំងនេះទុកស៊ីខ្លួនឯងទៅនិយាយចប់វាក៏នាំបាក់ពួកដើរចេញទៅយ៉ាងក្រអឺតក្រទុំខ្ញុំចូលទៅគ្រាអាឡុងឲ្យក្រោកឈររួចសួរថាមិនអីទេមែនទេមិនអីទេបង7គ្រាន់តែត្រូវពួកវាដើរពីរបីដៃប៉ុណ្ណោះទំនិញក្នុងឃ្លាំងមិនមានបញ្ហាអ្វីទេពួកវាមិនទាន់បានធ្វើអីផងខ្ញុំក្រឡេកមើលទៅជុំវិញខ្លួនត្រីចំនួន5000ជីងនៅក្នុងឃ្លាំងគឺនៅមានសុវត្ថិភាពល្អដែរប៉ុន្តែនេះគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះចាំងហាប់បានដឹកក្បាលមកលើខ្ញុំបាត់ទៅហើយលើកនេះគេបញ្ជូនមនុស្សមកបង្កការរំខានចុះលើកក្រោយនឹងមានរឿងអ្វីកើតឡើងទៀតលោកពូទី3អរគុណលោកពូខ្លាំងណាស់មនុស្សគ្រួសារតែមួយមិនបាច់និយាយពាក្យគួរសំពេចទេក្មួយអាជីវកម្មរបស់ក្មួយមិនតូចទេណាមើលចុះទាំងឃ្លាំងត្រជាក់និងឧបករណ៍ប្រើប្រាស់ទាំងនេះវាល្អជាងតូបកញ្ចាស់របស់អាចាំងហាវនោះឆ្ងាយណាស់នៅឆ្ងាយណាស់បាទខ្ញុំដើរចេញពីឃ្លាំងត្រជាក់រួចសម្លឹងមើលទៅក្រៅដែលកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំងទំនិញចំនួន30000ជីងទៀតនៅលើឡាននៅឡើយត្រូវតែប្រញាប់បញ្ចេញទំនិញចូលឃ្លាំងភ្លាមឈុតទីហ្វុងនឹងបបមកដល់នៅពេលល្ងាចនេះហើយពេលវេលាដែលនៅសល់សម្រាប់យើងមិនច្រើនទេតាជុនអាខ្លាំងអ៊ំប្រុសលោកពូទី3កម្មករលើទំនិញ10ជាងអ្នកបូករួមទាំងពួកយើង2 3នាក់ទៀតប្រើពេលអស់2ម៉ោងពេញលើគ្រឿងសមុទ្រទាំង30000ជីងចូលក្នុងឃ្លាំងត្រជាក់ទាំងអស់មកដល់ពេលនេះក្នុងឃ្លាំងត្រជាក់របស់ខ្ញុំមានគ្រឿងសមុទ្រសរុប35000ជីងម៉ោង2រសៀលស្ថានីយ៍យូតូនិយមក្រុងហៃឈឹងបានបញ្ចេញការព្រមានកម្រិតពណ៌ក្រហមនៃព្យុះទីហ្វុងឡើងខ្យល់នៅចំកណ្ដាលរបស់លីឈីម៉ាបានកើនឡើងដល់កម្រិត15រំពឹងថានឹងបបមកដល់ក្រុងហៃឈឹងចំណឹមម៉ោង5ល្ងាចផាកការងារនិងការសិក្សាទូទាំងក្រុងបិទច្រកផ្លូវល្បឿនលឿនទាំងអស់តូបតូចធំនៅក្នុងផ្សារគ្រឿងសមុទ្រណានឈឹងត្រូវបិទទ្វារទាំងអស់ពួកថៅកែនាំគ្នាទៅសំងំនៅផ្ទះរងចាំឲ្យព្យុះកន្លងផុតទៅតែអ្វីដែលពួកគេមិនបានដឹងនោះគឺកន្លែងស្តុកគ្រឿងសមុទ្រដែលធំជាងគេបំផុតនៅក្រុងហៃឈឹងមិនមែនស្ថិតនៅក្នុងផ្សារណានឈឹងទេតែវាស្ថិតលេខ5ដែលគេបោះបង់ចោលក្នុងសួនពុទ្ធភាដឹកជញ្ជូនភាគខាងត្បូងក្រុងម៉ោង3រសៀលអ្នកគ្រប់គ្រងលីបបានខលមកសួរលោកថៅកែឈិនទំនិញមកដល់ឬនៅមកដល់ហើយចំនួន35000ជីងសុទ្ធតែជាទំនិញលេខ1ល្អណាស់ខាងខ្ញុំភ្ញៀវចាប់ដើមមកចូលទៅហើយយប់នេះបន្ទប់ VIP តាមភោជនីយដ្ឋានក្នុងក្រុងហៃឈឹងត្រូវគេកក់ពេញតើលោកអាចដឹកជញ្ជូនមកឲ្យនៅពេលណាគ្រប់ពេលទាំងអស់បើដឹកមកឥឡូវបានកាន់តែលឿនកាន់តែល្អ6ម៉ោងបន្ទាប់មកទៀត
គឺជា6ម៉ោងដែលឈួតបំផុតនៅក្នុងជីវិតរបស់ខ្ញុំរថយន្តដឹកទំនិញត្រជាក់3គ្រឿងបើកកាត់ខ្យល់ភ្លៀងយ៉ាងសន្ធប់ទៅមកដឹកគ្រឿងសមុទ្រមួយកេះហើយមួយកេះទៀតយកទៅបញ្ជូនដល់ផ្ទះបាយនៃភោជនីយដ្ឋានធំក្នុងក្រុងហៃឈឹងរាល់ពេលដឹកបាន1ឡានក្នុងករណីរបស់ខ្ញុំក៏កាន់ទឹកប្រាក់រាប់ម៉ឺនយ៉នបន្ថែមទៀតភោជនីយដ្ឋានហៃឈឹងកំពង់ផែតុងហៃបូរីគ្រឿងសមុទ្រឆៅសាននិងភោជនីយដ្ឋានកំពង់ផែចាស់ដែលជាភោជនីយដ្ឋានលំដាប់ខ្ពស់ទាំង4នេះគឺសុទ្ធតែទទួលការផ្គត់ផ្គង់ពីខ្ញុំតែម្នាក់គត់ចំណែកតម្លៃវិញគឺខ្ពស់ជាងធម្មតាដល់ទៅ2ដងតែគ្មានអ្នកណាម្នាក់អ៊ូតុំឡើយព្រោះពេញមួយក្រុងនេះមានតែខ្ញុំម្នាក់គត់ដែលមានទំនិញម៉ោង8យប់ឈុតទីហ្វុងបានបោកបក់មកដល់ជាផ្លូវការសម្លេងខ្យល់បោកបក់យ៉ាងខ្លាំងគួរឲ្យខ្លាចចំនួននៅលើផ្លូវក្នុងក្រុងហៃឈឹងបានលេចត្រឹមជង្គង់ទៅហើយដើមឈើតាមដងផ្លូវត្រូវខ្យល់បក់រំលើងទាំងរឹសស្លាកយីហោហោហើរក្នុងខ្យល់ដូចជាកំទេចក្រដាសបន្ទាប់ពីដឹកទំនិញឡានចុងក្រោយរួចរាល់ពេលត្រឡប់មកដល់ឃ្លាំងវិញខ្លួនប្រាណរបស់ខ្ញុំជោគជុំអស់មិនដឹងថាជាទឹកភ្លៀងឬក៏ទឹកញើសទេខ្ញុំអង្គុយចុះលើកៅអីទាំងអស់កម្លាំងហើយបើកទូរស័ព្ទមើលសំដុលឲ្យក្នុងកណនីធនាគារគឺ8,236,600យ៉នកាលពី3ថ្ងៃមុនទ្រព្យសម្បត្តិរបស់ខ្ញុំមានមិនដល់1លានយ៉នផងតែឥឡូវនេះកាន់ដល់8,230,000យ៉នប្រោះដាចូលមកហុចទឹកមួយដបឲ្យខ្ញុំ CVE ក្មួយឯងជោគជ័យធំហើយខ្ញុំទទួលដបទឹកមកហើយផឹកមួយក្អឹកយ៉ាងធំរួចប្រាប់អ៊ំប្រុសថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះតើក្មួយចង់ធ្វើអ្វីបន្តទៀតខ្ញុំចង់បើកតូបមួយនៅក្នុងផ្សារណានឈឹងដែលធំជាងតូបរបស់ចាងហៅទៅទៀតខ្ញុំនឹងធ្វើឲ្យអ្នកក្នុងរង្វង់គ្រឿងសមុទ្រទូទាំងក្រុងហៃឈឹងដឹងថាគ្រឿងសមុទ្រនៅក្រុងហៃឈឹងទៅមុខទៀតត្រូវមានត្រកូលឈិនជាអ្នកត្រួតត្រាអ៊ំប្រុសនៅស្ងៀមមួយសន្ទុះធំរួចលើកដបទឹកក្នុងដៃឡើងហើយនិយាយថាកាលពីមុនអ៊ំមើលមនុស្សមិនធ្លុះមែនចាប់ពីពេលនេះទៅក្មួយចង្អុលទៅណាអ៊ំនឹងទៅទីនោះពេលថ្ងៃក្រោយពេលព្យុះទីហ្វុងបានកន្លងផុតទៅក្រុងហៃឈឹងបានវិលមករកសភាពធម្មតាវិញផ្សារគ្រឿងសមុទ្រណានឈឹងចាប់ផ្ដើមដំណើរការឡើងវិញតែប្រភពទំនិញតាមតូបនីមួយគឺខ្វះខាតយ៉ាងខ្លាំងផលប៉ះពាល់ដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាងហោចណាស់ត្រូវចំណាយពេលមួយសប្តាហ៍ទើបអាចដោះស្រាយអស់ចំណែកនៅក្នុងឃ្លាំងត្រជាក់របស់ខ្ញុំនៅសល់ទំនិញប្រហែលជា5000ជាងទៀតទំនិញ5000ជាងនេះហើយតែខ្លាយជាចម្បាំងចុងក្រោយដែលធ្វើឲ្យចាងហាវដួលរលំរឿងរ៉ាវនេះចាប់ផ្ដើមចេញពីការបង្ហោះលើបណ្ដាញសង្គមរបស់ចាងវ៉ាន់សានយប់នោះខ្ញុំកំពុងតែត្រួតពិនិត្យទំនិញនៅក្នុងឃ្លាំងតាជួនហុចទូរស័ព្ទមកឲ្យបងប្រុសមើលការបង្ហោះរបស់ចាងវ៉ាន់សានចុះគេសរសេរមួយឃ្លាថាគ្រីដែលសាងឡើង30ឆ្នាំមិនមែនក្មេងពីណាក៏អាចមកបង្រួនបានឡើយឲ្យតែត្រកូលចាំងនៅណានឈឹងតែមួយថ្ងៃអ្នកក្រៅគុំសង្ឃឹមថានឹងបានចូលមកចំណែកផលប្រយោជន៍ឲ្យនៅខាងក្រោមការបង្ហោះនេះមានក្រុមអាជីវករចាស់នៅក្នុងផ្សារណានឈឹងមួយហ្វូមបាននាំគ្នាមកចុច like និងបញ្ចេញមិត្តព្រមលោកថៅកែចាំងពិតជាអស្ចារ្យមែនពួកអ្នកក្រៅចេញឲ្យឆ្ងាយពីណានឈឹងទៅត្រកូលចាំងគឺជាមេឃនៃផ្សារណានឈឹងខ្ញុំហុចទូរស័ព្ទត្រឡប់ទៅឲ្យតាជុនវិញមិនបាននិយាយអ្វីឡើយអ៊ំប្រុសចូលមកអើតមើលបន្តិចរួចក៏ខ្ជាក់ទឹកមាត់មួយសូតែចាស់ចាងវ៉ាន់សានម្នាក់នេះមាត់រឹងណាស់ទប់លេខ1របស់វាប៉ុន្មានថ្ងៃដែលមានខ្យល់ព្យុះនេះលក់ទំនិញមិនដាច់សំបីតែមួយចិននៅតែមកធ្វើពុតជាខ្លាំងនៅទីនេះទៀតបានប៉ុន្មានថ្ងៃទៅមានន័យថាយ៉ាងម៉េចខ្ញុំមិនបានពន្យល់អ្វីទេគ្រាន់តែលើកទូរស័ព្ទទៅរកឡាវគុយបងគុយរឿងដែលបងប្រាប់ខ្ញុំលើកមុននោះប្រកាសដែរទេប្រកាសណាស់ប្រព័ន្ធអគ្គិសនីរបស់ផ្សារណានឈឹងត្រូវបានសាងសង់តាំងពី30ឆ្នាំមុនកម្លាំងប្លង់សេមានត្រឹមតែ500គីឡូវ៉ុលអំពែប៉ុណ្ណោះប៉ុន្មានឆ្នាំនេះអាជីវករកើនឡើងជាបន្តការប្រើប្រាស់អគ្គិសនីលើសកម្រិតកំណត់យូរហើយទប់លេខ1របស់ចាងវ៉ាន់សានជាអ្នកប្រើភ្លើងច្រើនជាងគេបំផុតគ្រាន់តែឃ្លាំងត្រជាក់និងម៉ាស៊ីនបញ្ចូលអុកស៊ីសែនរបស់វាក៏ស៊ីភ្លើងអស់1/3នៃទីផ្សារទាំងមូលទៅហើយចុះបើដល់ពេលប្រើភ្លើងខ្លាំងនៅរដូវក្តៅតើនឹងទៅជាយ៉ាងណាកាលពីខែកក្កដាឆ្នាំមុនផ្សារណានឈឹងធ្លាប់ដាច់បារាយម្ដងហើយប៉ុន្តែការនោះមិនមែនជាពេលដែលក្តៅបំផុតទេម្យ៉ាងទៀតចាងវ៉ាន់សានបានរកខ្សែស្រឡាយជួយក៏អុកខ្សែភ្លើងបណ្ដោះអាសន្នមកមួយខ្សែទើបមិនមានរឿងធំដុំកាត់ឡើងតែឆ្នាំនេះមិនដូចមុនទេមិនដូចគ្នាយ៉ាងម៉េចការប្រើប្រាស់ភ្លើងនៅរដូវក្តៅឆ្នាំនេះខ្ពស់ជាងឆ្នាំមុន 15% ខាងមន្ទីរអគ្គិសនីបានចេញការព្រមានហើយនៅពាក់កណ្ដាលខែកក្កដាប្រហែលជាមានការកាត់ផ្តាច់ចរន្តអគ្គិសនីហើយឃ្លាំងត្រជាក់ចាស់30ឆ្នាំរបស់ចាងវ៉ាន់សានប្រព័ន្ធខ្សែភ្លើងចាស់ទ្រុឌទ្រោមអស់ហើយគេតែងតែស្ដាយលុយមិនព្រមដូរថ្មីខ្ញុំបិទទូរស័ព្ទរួចដើរទៅមាត់ទ្វារឃ្លាំងត្រជាក់សម្លឹងទៅទីដៅនៃផ្សារណានឈឹងពីចម្ងាយចាងវ៉ាន់សានមូលដ្ឋានគ្រឹះ30ឆ្នាំរបស់ឯងតាមពិតគឺសាងសង់នៅលើគំនរខ្សែភ្លើងចាស់សោះថ្ងៃទី15ខែកក្កដាទីក្រុងហៃឈឹងបានឈានចូលដល់ថ្ងៃដែលក្តៅបំផុតតាំងពីដើមរដូវក្តៅមកសីតុណ្ហភាពឡើងរហូតដល់39ដឺក្រេសីតុណ្ហភាពដែលរាងកាយទទួលអារម្មណ៍គឺលើសពី40ដឺក្រេម៉ាស៊ីនត្រជាក់ទូទាំងក្រុងកំពុងដំណើរការអស់កម្លាំងការប្រើប្រាស់អគ្គិសនីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រពេលម៉ោង3រសៀលថ្ងៃដដែលមន្ទីរអគ្គិសនីបានចេញសេចក្តីជូនដំណឹងបន្ទាន់ដើម្បីធានាការប្រើប្រាស់ភ្លើងរបស់ប្រជាពលរដ្ឋអនុវត្តការកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់អាជីវកម្មមួយចំនួនផ្សារគ្រឿងសមុទ្រណានឈឹងក៏មានឈ្មោះក្នុងបញ្ជីកាត់ភ្លើងនោះដែរនៅពេលដំណឹងនេះលេចឡើងផ្សារទាំងមូលមានការជ្រួលច្របល់យ៉ាងខ្លាំងម្ចាស់តូបនីមួយភ័យស្លន់ស្លោដូចជាស្រមោចនៅលើផ្ទះក្តៅក្នុងធាតុអាកាសបែបនេះខ្លាំងត្រជាក់បើដាច់ភ្លើងគ្រឿងសមុទ្រនៅខាងក្នុងមិនដល់2ម៉ោងផងនឹងងាប់អស់គ្មានសល់ចាងវ៉ាន់សានបានប្រើប្រាស់ភ្លាមនៅរាល់ទំនាក់ទំនងដែលគេសន្សំទុកក្នុងរយៈពេល30ឆ្នាំមកនេះទាំងទេទៅរកគេទាំងជូនកាដូសូប៉ានព្យាយាមឲ្យមន្ទីរអគ្គិសនីដកឈ្មោះផ្សារណានឈឹងចេញពីបញ្ជីកាត់ផ្តាច់ចរន្តអគ្គិសនីប៉ុន្តែលើកនេះមិនដូចរាល់ដងទេបណ្ដាញអគ្គិសនីពិតជាទប់ទល់មិនជាប់មែនទោះជាអ្នកណាមកសុំអង្វរក៏គ្មានប្រយោជន៍ដែរម៉ោង4រសៀលផ្សារណានឈឹងត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនីជាផ្លូវការចំណែកប្លង់សេដាច់ដោយឡែកនៅក្នុងឃ្លាំងត្រជាក់របស់ខ្ញុំកំពុងតែដំណើរការយ៉ាងពេញទំហឹងរថយន្តដឹកជញ្ជូនក្លាសេបំពាក់ម៉ាស៊ីនអុកស៊ីសែនទាំង10គ្រឿងត្រូវបានបញ្ជាម៉ោង4កន្លះរសៀលទូរស័ព្ទរបស់ខ្ញុំចាប់ផ្ដើមញ័រឥតឈប់អ្នកដែលទេមកសុទ្ធតែជាអាជីវករនៅក្នុងផ្សារណានឈឹងថៅកែឈិនតើឃ្លាំងត្រជាក់របស់លោកនៅមានភ្លើងទេមានតែអាចជួយផ្ទេរទំនិញរបស់ខ្ញុំទៅបានទេខ្ញុំសុខចិត្តបង់ថ្លៃឃ្លាំង3ដងបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយលោកនិយាយមកទៅថ្ងៃមុខទំនិញរបស់ពួកអ្នកត្រូវយកចេញពីកន្លែងខ្ញុំមុនគេហើយកន្នីជំពាក់ជាមួយខាងគ្រួសារចាងគួរតែទូទាត់ឲ្យដាច់ស្រឡះទៅខាងម្ខាងទៀតនៃទូរស័ព្ទបាននៅស្ងៀមមួយសន្ទុះរួចក៏ខំថ្មិញឆ្លើយថាយកព្រមក្នុងរយៈពេលត្រឹមតែ1ម៉ោងប៉ុណ្ណោះទំនិញរបស់អាជីវករជាង30នាក់នៅក្នុងផ្សារណានឈឹងត្រូវបានទេមកកាន់ឃ្លាំងត្រជាក់របស់ខ្ញុំទាំងអស់ប៉ុន្តែតូបលេខ1របស់គ្រួសារចាងមិនបានទេមកទេមិនមែនពួកគេមិនចង់ទេមកនោះទេគឺដោយសារតែខ្ញុំបដិសេធម៉ោង5:10នាទីសៀលចាងហៅបានបង្ហាញខ្លួននៅមុខឃ្លាំងត្រជាក់របស់ខ្ញុំគេមានញើសជោគខ្លួនមុខស្លេកស្លាំងលែងមានចរិតក្រអឺតក្រទុំដូចពីមុនទៀតហើយឈិនអ៊ីទេបងអ៊ីជួយខ្ញុំផងឲ្យខ្ញុំជួយអ្វីក្នុងតូបរបស់ខ្ញុំមានទំនិញ50,000ចិនឥឡូវនេះវាដាច់ភ្លើងហើយបើមិនដល់2ម៉ោងទៀតទេវានឹងរលាយអស់មិនខានឃ្លាំងត្រជាក់របស់បងនៅមានភ្លើងជួយផ្ទេរទំនិញរបស់ខ្ញុំមកទីនេះផងឯងចង់បានលុយប៉ុន្មានខ្ញុំនឹងឲ្យទាំងអស់ខ្ញុំមិនត្រូវការលុយទេចុះឯងចង់បានអ្វីខ្ញុំចង់បានកិច្ចសន្យាផ្ទេរសិទ្ធិតូបលេខ1របស់ឯងឯងយកសប្តាហ៍ទាំងថ្ងៃហើយតូបលេខ1គឺជាញើសឈាមរបស់ពួកខ្ញុំអស់រយៈពេល30ឆ្នាំមកហើយបើអញ្ចឹងឯងចាំមើលវាប្រែក្លាយទៅជាទឹកស្អុយដែលមានអាយុកាល30ឆ្នាំទៅចុះចាំសម្លឹងមើលខ្ញុំឲ្យជាប់សម្លឹងរហូតដល់លៀនប្រភ្នែកមកក្រៅទៅឈិនអ៊ីឯងកុំឲ្យវាហួសហេតុពេកហួសហេតុអីចាំងហៅឯងចាំបានទេកាលពីកន្លះឆ្នាំមុនពេលដែលឯងបោះលុយ50,000យ៉នមកឲ្យខ្ញុំតើឯងបាននិយាយអ្វីខ្លះនិយាយថាខ្ញុំគ្រាន់តែជាអ្នកស៊ីឈ្នួលធ្វើការឯងប៉ុណ្ណឹងឯងថាបើគ្មានបង្អែកដូចជាចាំងហៅទេខ្ញុំគ្មានតម្លៃអ្វីទាំងអស់បូម៉ាត់របស់ចាំងហៅញ័រត្រើតនិយាយអ្វីមិនចេញឡើយឥឡូវនេះឯងប្រាប់ខ្ញុំមើលតើអ្នកណាដែលគ្មានតម្លៃអ្វីទាំងអស់ចុងក្រោយចាំងហៅមិនព្រមចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរសិទ្ធិគេបានជ្រើសរើសការភ្នាល់គេភ្នាល់ថាខាងអគ្គិសនីនឹងទប់ជប់ចរន្តអគ្គិសនីឡើងវិញក្នុងរយៈពេល2ម៉ោងប៉ុន្តែគេភ្នាល់ចាញ់ហើយរហូតដល់ម៉ោង6កន្លះល្ងាចទីផ្សារណានឈឹងទើបមានអគ្គិសនីប្រើប្រាស់ឡើងវិញតែវាហួសពេលទៅហើយតូបលេខ1របស់ត្រកូលចាង
គ្រឿងសមុទ្រចំនួន50ម៉ឺនជីនក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនី2ម៉ោងកន្លះបានងប់អស់គ្មានសល់ក្រោមសីតុណ្ហភាពខ្ពស់ដល់ទៅ39អង្សាត្រីងាប់ផ្ងាពូសសព្រាតអណ្តែតលើផ្ទៃទឹកបង្គាងាប់រួញចូលគ្នាជាដុំលិចទៅបាត់អាវជើងក្តាមដែលងាប់បានរបូតចេញអស់ពេញមួយតុទាំងមូលភីក្លិនស្អុយរលួយដែលធ្វើឲ្យគេចង់ក្អួតចង្អោរចាងវ៉ាន់សានឈរនៅកណ្ដាលតូបសម្លឹងមើលត្រីងាប់ពេញអាងដោយមិនកម្រើកខ្លួនឡើយញើសឈាម30ឆ្នាំត្រូវរលីបាត់អស់ត្រឹមមួយប៉ព្រិចភ្នែកក្រោយមកខ្ញុំបានគេនិយាយថាចាងវ៉ាន់សានបានឈរនៅក្នុងតូបអស់រយៈពេល1ម៉ោងពេញបន្ទាប់មកក៏ស្រាប់តែខ្ជាក់ឈាមចេញមកមួយមាត់ហើយក៏ដួលសន្លប់ស្ទោកស្ដឹងតែម្ដងចំណែកចាងហៅវិញបានលុតជង្គង់នៅលើដីដែលពោពេញដោយទឹកកខ្វក់ហើយតែកំភ្លៀងខ្លួនឯងរហូតដល់ហើមមុខអស់នៅយប់នោះឯងរឿងដែលចាងហៅខ្ជិលលុយការប្រាក់ខ្ពស់ត្រូវបានគេទម្លាយចេញមកតាមពិតទៅគេជំពាក់បំណុលគេវាន់ទៅបាត់ទៅហើយលុយដែលទិញទំនិញ50ម៉ឺនជីនលើកនេះភាគច្រើនគឺខ្ចីមកពីកន្លែងចងការប្រាក់ខ្ពស់ឥឡូវនេះទំនិញបានងាប់អស់រលីងពួកអ្នកចងការបានមកដល់ផ្ទះទាំងយប់ហើយបានឡំពាត់ចាងហៅទុកនៅក្នុងផ្ទះរឿងរ៉ាវបន្ទាប់ពីនោះគឺខ្ញុំបានឮដោយចៃដន្យនៅក្នុងទីផ្សារណានឆឹងឯងរឿងហ្នឹងណាពួកអ្នកចងការបានវាបំបាក់ជើងរបស់ចាងហៅបាត់ទៅហើយដឹងតើក្រោយពេលពុករបស់គេចាងវ៉ាន់សានដឹងខ្លួននៅក្នុងមន្ទីរពេទ្យហើយបានដឹងថាកូនប្រុសរបស់ខ្លួនត្រូវបានគេវាបំបាក់ជាតូបត្រូវខ្សែធនទៀតគាត់ក៏ខ្ជាក់ឈាមចេញមកម្ដងទៀតលើកនេះត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមគឺបែរចាក់គ្រឿងសមុទ្រតកូចាងដែលឈរជើងនៅក្រុងហៃឆឹងអស់30ឆ្នាំត្រូវរលីខ្លាយជាភេទផង់ក្រោមសីតុណ្ហភាព39អង្សាមួយសប្តាហ៍ក្រោយមកផ្លាកយីហោតូបលេខ1ក្នុងទីផ្សារគ្រឿងសមុទ្រណានឆឹងត្រូវបានគេរុះរើចេញហើយជំនួសមកវិញនៅផ្លាកយីហោថ្មីដែលមានតែ2ម៉ាត់គត់គឺយីសៀនខ្ញុំឈរនៅមាត់ទ្វារតូបនៅពីមុខខ្ញុំមានរថយន្តដឹកជញ្ជូនក្លាសេបំពាក់ម៉ាស៊ីនអុកស៊ីសែនថ្មីស្រឡានចំណែកនៅខាងក្រោយវិញគឺជាមជ្ឈមណ្ឌលឃ្លាំងក្លាសេដែលទើបតែរៀបចំថ្មីលោកអ៊ំអាឡុងអាជុនអាឆាំងព្រមទាំងលោកពូទីវៃវ៉ាងទៅពីវទាំងអស់គ្នាឈរនៅចំពោះមុខខ្ញុំចៅហៃសិននិងតាចាស់ឡាគុយក៏មកដែរតាចាស់ទាំងពីរនាក់អង្គុយនៅហាងតែក្បែរនោះទាំងផឹកតែបណ្ដានឹងសម្លឹងមើលមកខ្ញុំបណ្ដាមេការលីវតំណាងឲ្យភោជនីយដ្ឋានហៃឆឹងបានផ្ញើស្លាកសរសើរមួយផ្ទាំងមកឲ្យដែលមានសរសេរអក្សរ9ម៉ាត់ថាស្ដេចគ្រឿងសមុទ្រហៃឆឹងហើយស្លាកនោះត្រូវបានគេព្យួរនៅចំកណ្ដាលតូបតែម្ដងពួកអាជីវករនៅក្នុងផ្សារបាននាំគ្នាឈរចាំរមើលអ្នកខ្លះទេដៃអ្នកខ្លះស្រែកហូកកញ្ជ្រៀវហើយអ្នកខ្លះទៀតស្រែកថាសូមឲ្យថៅកែចិនរកស៊ីមានខ្ញុំលើកដៃឡើងជាសញ្ញាប្រាប់ឲ្យគ្រប់គ្នាស្ងាត់បងប្អូនលោកអ្នកមីងដែលជាអ្នកហាងយីសៀនបានសម្ពោធនៅថ្ងៃនេះខ្ញុំមិននិយាយច្រើនអត់ប្រយោជន៍ទេគឺមានរឿង3យ៉ាងត្រូវនិយាយទី1ទំនិញរបស់យីសៀនមានតម្លៃសមរម្យនិងធានាលើគុណភាពចាប់ពីពេលនេះទៅគ្រឿងសមុទ្រនៅក្រុងហៃឆឹងមិនបាច់ចាំមើលមុខត្រកូចាំងទៀតឡើយទី2ការដឹកជញ្ជូនក្នុងប្រព័ន្ធក្លាសេរបស់យីសៀនគឺដឹកពីកំពង់ផែទៅដល់ភោជនីយដ្ឋានប្រើពេលត្រឹមតែ20នាទីប៉ុណ្ណោះលោកម្ចាស់ភោជនីយដ្ឋានទាំងអស់នៅទីនេះទៅថ្ងៃមុខគ្រាន់តែចាំកំងមុខម្ហូបជាការស្រេចរឿងដឹកជញ្ជូនទំនិញទុកឲ្យខ្ញុំជាអ្នកចាត់ការទី3ខ្ញុំបានបង្អង់បន្តិចក្រឡេកមើលទៅកាន់មនុស្សគ្រប់គ្នាដែលនៅទីនោះទ្វាររបស់យីសៀនបើកចំហសម្រាប់មនុស្សគ្រប់គ្នាដែលខិតខំធ្វើការមិនថាពីមុនអ្នកធ្លាប់នៅជាមួយអ្នកណាក៏ដោយឲ្យតែអ្នកមានសមត្ថភាពនិងហ៊ានពុះពីការលំបាកយេសៀននឹងមានកន្លែងសម្រាប់អ្នកជានិច្ចនៅខាងក្រៅចំណោមហ្វូងមនុស្សខ្ញុំបានឃើញស្រមោលមនុស្សម្នាក់កំពុងកាន់ឈើច្រត់គឺចាំងហៅជើងឆ្វេងរបស់គេមានរំបងវីបពុកមាត់ដុសញញ៉ៃស្លៀកឯកសន្តានសន្តិសុខដែលជ្រីវជ្រួញគេឈរនៅក្បែរហ្វូងមនុស្សសម្លឹងមើលអក្សរធំពីរម៉ាត់ថាយេសៀននៅលើតូបលេខ1ទឹកមុខរបស់គេមើលមិនដឹងថាជាការស្អប់ឬជាការស្ដាយក្រោយនោះទេភ្នែករបស់យើងបានប្រសពគ្នាគេហាមាត់បន្តិចហាក់ដូចជាចង់និយាយអ្វីម្យ៉ាងតែចុងក្រោយមិនមានពាក្យអ្វីចេញមកឡើយខ្ញុំក៏បែរខ្នងតាចូលទៅក្នុងតូបដែលជារបស់ខ្ញុំនៅពីក្រោយខ្នងគឺជាពលឺថ្ងៃរដូវក្តៅនៃទីក្រុងហៃឆឹងនិងអាណាចក្រគ្រឿងសមុទ្រដែលជារបស់ខ្ញុំ